សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីជាវ័យនៅអេពីសូតថ្មីទៀតហើយជួបគ្នាម្ដងទៀតហើយដែលខ្ញុំមានដៃគូរបស់ខ្ញុំតោះប្រូតរ៉ែលហ្មងប្រូតណាជាសួរប្រិមត្តអស់គ្នាស្វាគមន៍មកកាន់វីដេអូជាអ្វីស្គាល់ខ្ញុំហើយលោកគ្រូចិនហ្វែមហ្មងអូខេអញ្ចឹងយើងសំណេះសំណាលគ្នាតិចមុនយើងចូលដល់នេះចូលដល់សាច់រឿងរបស់យើងណាតែសាច់រឿងថ្ងៃនេះប្រហែលជាឆ្ងាញ់ខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នាព្រោះសាច់រឿងដងនេះគឺវាមានវត្តមានខ្ញុំជាមួយគាត់ក្នុងពេលតែមួយគ្នាតែម្ដងអញ្ចឹងមិនដែរភ្ជុំបងប្អូនទៅដល់ណាខ្លះបានបានវត្តអីបានវត្តបងឯងបានទៅបានវត្តហើយ5លើខ្ញុំមួយទៀតណាខ្ញុំបានទៅ4ឃើញថាសំទុះបងប្អូនដែលជ្រុំជ្រែងខាងវិស័យពុទ្ធសាសនាគឺមានច្រើនដែលពិតជាសប្បាយចិត្តខ្លាំងមែនតើព្រោះទៅវិញទៅមកវាបាទនេះយើងនិយាយពីផ្លូវជំនឿវិញវាអត់មានអីក្រៅពីបុណ្យហើយនឹងបាបទេព្យាយាមធ្វើបុណ្យអាបាបជាមួយនឹងបុណ្យវាអត់លៀងគ្នាទេប៉ុន្តែអ្វីដែលសំខាន់គឺយើងព្យាយាមធ្វើបុណ្យឲ្យបានច្រើនក្រែងលោបុណ្យណាមួយនោះអាចជួយយើងបាននៅពេលដែលបាបណាមួយនោះមកដល់មានបុណ្យជួយតែប៉ុណ្្នឹងឯងត្រូវទេបងត្រូវទេអាហ្នឹងគេថាអត់លៀងគ្នាតែគេថាមានធ្ងន់មានស្រាលហ្នឹងហើយមានធ្ងន់មានស្រាលអាហ្នឹងហើយដែលបើសម្រាប់បងប្អូនណាដែលគាត់អត់ជឿទៅលើរឿងបាបបុណ្យណាខ្ញុំចង់ឲ្យបងប្អូនតេស្តរឿងមួយតេស្តរបស់ដែលងាយស្រួលបំផុតឧទាហរណ៍ថាចែបើថ្ងៃហ្នឹងបងប្អូនជិះនៅតាមផ្លូវបងប្អូនកុំឈប់ឲ្យគេទៅកុំឈប់ឃើញគេឆ្លងអញ្ចឹងគិតជិះទៅរហូតចាំមើលតើនៅពេលដែលបងប្អូនចង់បត់វិញមានអ្នកណាឈប់ឲ្យបងប្អូនអត់តែបើសិនជាបងប្អូនទាំងអស់គ្នាស្រាប់តែដល់មានគេចង់ឆ្លងស្រាប់បងប្អូនទាំងអស់គ្នាបន្ថយលឿនឲ្យគេឆ្លងណាដល់ផ្លូវដែលពិបាកបំផុតគឺមានគេឈប់ឲ្យបងប្អូនឆ្លងវិញអាហ្នឹងគឺដែលខ្ញុំអាសាតេស្តណាគឺពិតជាអញ្ចឹងហ្មងអញ្ចឹងអាហ្នឹងបាបបនទូទាត់ភ្លាមឲ្យឃើញហ្មងណោះហ្នឹងហើយអូខេអញ្ចឹងដោយឡែកបន្ថែមពីលើនឹងទៀតមួយរយៈកន្លងមកផុតហើយច្រើនអេពីសូតដែរមានអារម្មណ៍មិនដែរកុំផ្អើលមើលខ្ញុំភ័យដែរទូថាវាញោកុំផ្អើលខ្ញុំភ័យដែរព្រោះរឿងថ្ងៃហ្នឹងអត់អីទេមានអារម្មណ៍ថាយើងធ្វើកម្មវិធីនេះមកក៏មានអ្នកដែលគាត់ស្ដាប់យើងច្រើនហើយគាត់មានខមមិនល្អច្រើនហើយគាត់ថាស្ដាប់ហើយបានចំណេះដឹងពីយើងខ្លះទៅស្ដាប់ហើយគាត់ដឹងថាអូអាហ្នឹងក៏ជាបាបអាហ្នឹងក៏ជារបស់មិនល្អគាត់ក៏កាត់បន្ថយដោយការដែលយើងមិនអោយប្រមាថធំតែដើមឈើក៏អីជួនកាលពួកគាត់ឃើញខមមិនខ្លះគាត់ចាប់ដើមនិយាយថាគាត់ចាប់ដើមមានចិត្តមេត្តាច្រើនជាងមុនធ្វើល្អចំពោះខ្លួនឯងអ្នកដតីច្រើនអញ្ចឹងយើងក៏សប្បាយចិត្តដែរហ្នឹងហើយអញ្ចឹងតដែលកម្មវិធីរបស់ពួកយើងមិនធ្វើឡើងក្នុងន័យបន្លាចបងប្អូនតដែលបងប្អូនគិតថាអូចង់ស្ដាប់រឿងតែបន្លាចហ្មងប្រហែលជាកម្មវិធីនេះមិនមែនសម្រាប់បងប្អូនទេប៉ុន្តែបើសិនជាបងប្អូនស្ដាប់ហើយព្រឺព្រួយតែទទួលបានចំណេះដឹងអីថ្មីមួយពីកម្មវិធីរបស់ពួកយើងអាហ្នឹងឯងអ្វីដែលពួកយើងចង់បានជាពិសេសសម្រាប់បងប្អូនមួយចំនួនដែលគាត់ message មកកាន់ page អីចឹងណាពួកយើងបានជួយឆ្លើយតបជាមួយនឹងក្រុមការងារយើងអីចឹងទៅពួកគាត់បានចំណេះដឹងច្រើនមែនតើតែគាត់នឹកស្មានអត់ដល់គាត់ថាអូអត់ដែលនឹកឃើញថាអាហ្នឹងអាចជាបញ្ហាឬក៏ស្អីតើវិធីដោះមិននឹកស្មានថាស្រួលលេងចឹងទៅអញ្ចឹងវាមានរឿងច្រើនមែនតើដោយឡែកក៏មានបងប្អូនមួយចំនួនគាត់comment អត់សូវល្អណាគាត់ថារឿងយើងបោកប្រាស់អីចឹងទៅតែខ្ញុំចង់សួរទៅបងប្អូនតែតើពួកខ្ញុំទំនេរដល់ថ្នាក់តែងនិពន្ធក្នុងការបោកប្រាស់បងប្អូនអត់អានឹងដែលជាចំណុចសំខាន់ហើយបោកប្រាស់បងប្អូនបានការអីណោះហ្នឹងហើយក៏ប៉ុន្តែចេះខ្ញុំទៅភ្ជុំហ្នឹងក៏មាន fan ច្រើនគាត់ស្គាល់នៅតាមវត្តអីចឹងណាទៅវត្តទៅអីគាត់ស្គាល់ក៏មានប្រសង់គាត់ក៏ជាអ្នកតាមដានកម្មវិធីយើងដែរក៏ជា fan របស់ខ្ញុំដែរខ្ញុំក៏បានទៅចែកលេងមួយគាត់ពេលចប់ពីគាត់ឆាន់អីកាច់ក្នុង1 2អីហ្នឹងគាត់ចូលមកទៅចែកលេងមួយយើងគាត់ថាខ្ញុំក៏ទៅចែកជាមួយប្រសង់គាត់ខ្ញុំថាការដែលខ្ញុំនិយាយចេះមានគេថាមិនជឿមានគេថាអីចេះមួយចុះពីរចឹងទៅគាត់ថាចេះក៏ប៉ុន្តែកម្មវិធីរបស់យើងសូម្បីតែរបៀបនៃការដែលយើងនិយាយក៏ដោយយើងបន្លាចឲ្យខ្លាចដើម្បីឲ្យដឹងថាហ្នឹងវាមានអីអញ្ចឹងគាត់ថាមិនខុសពីចាស់បុរាណទេហេតុអីក៏គេមានពាក្យថាចុះនរកចុះតែខ្លាញ់ដើម្បីអីហេតុអីមកចុះតែខ្លាញ់អញ្ចឹងគេប្រាប់ចុះតែខ្លាញ់មកពីមូលហេតុគាត់នៅរស់គាត់ធ្វើអញ្ចឹងចឹងដើម្បីឲ្យអ្នកហ្នឹងគាត់ដឹងថាអូបើគាត់ធ្វើអញ្ចឹងគាត់នឹងរងទុក្ខអញ្ចឹងអញ្ចឹងកម្មវិធីរបស់យើងដូចគ្នាបើយើងទៅយកដើមឈើឬមួយក៏កាប់ឈើនេះប៉ុណ្ណាវានឹងអាចនាំរឿងមកឲ្យអញ្ចឹងនៅពេលដែលគាត់រៀបទៅធ្វើអាទង្វើអស់ហ្នឹងគាត់ចាប់ដើមនឹកឃើញអ្វីដែលយើងនិយាយគាត់ទៅផ្អាកវិញអញ្ចឹងវាបូករួមច្រើនកម្មវិធីយើងជាកំសាន្តផងក៏អាចឲ្យគាត់មានអ្វីដែលគាត់យកទៅប្រើប្រាស់បានដែរមិនមែនថាអត់ទេសង្ឃឹមថាបងប្អូនដែលគាត់មិនជឿក៏មិនអីដែរក៏ពួកយើងអត់ខឹងដែរគ្រាន់តែពេលខ្លះ
វាពិបាកទួយកនៅ comment មួយចំនួនដែលជាការប្រមាថណាតែក៏អរគុណសម្រាប់ការគាំទ្រជាច្រើនរបស់បងប្អូនជាកម្លាំងចិត្តណាដែលយើងអានគ្រប់ពេលមកការ share សាច់រឿងរបស់បងប្អូនច្រើនខ្លាំងមែនតើណាដែលខ្ញុំអានហើយខ្ញុំសប្បាយចិត្តខ្ញុំអត់នឹកស្មានថាមានគេ share ច្រើនអញ្ចឹងណា មាន ហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងបកមកសាច់រឿងយើងវិញកុំឲ្យបងប្អូនថាយើងទៅប៉ែ ចឹងសាច់រឿងមួយនេះគឺជាសាច់រឿងពិសេសដែលខ្ញុំបានជួបផ្ទាល់ជាមួយនឹងបងតែម្ដងព្រោះដោយសារតែ ខ្ញុំអត់ដឹងថាបងប្អូនដឹងគាត់ប៉ុណ្ណាទេតែសម្រាប់ជាមនុស្សរាប់អានគ្នាឲ្យស្និទ្ធស្នាលខ្លាំងបងប្អូនដឹងថាពេទ្យវិកលចរិតពេទ្យនិយាយសួរស្ដាប់មកពេទ្យឈួតពេទ្យសតិសម្រាប់បងប្អូនដែលកើតសតិពេទ្យគឺដូចជាមួយនឹងធុងសម្រាមអញ្ចឹងហ្នឹងហើយគាត់មានវិបត្តិផ្លូវចិត្តត្រូវតម្លាក់ឲ្យពេទ្យហ្នឹង ត្រូវ ហើយដែលពេទ្យពួកគាត់អាចទទួលភ្ញៀវលើសពី 4-5 នាក់បានទេមួយអាទិត្យបើមិនចឹងទេគាត់ក៏អាចមានបញ្ហាសតិដែរចុះទម្រាំតែលោកគ្រូចិនសែដែលគាត់មានបញ្ហាជាច្រើនត្រូវដោះហើយខ្ញុំធ្លាប់ដើរជាមួយគាត់ច្រើនពេលខ្លះចុះខេតអាពងតែសបាយនេះមានបញ្ហាលោតមកតឹងមកមែនឥឡូវហ្នឹងចឹងគេលោតមកតឹងមកតែពេលចឹងទៅគាត់ត្រូវប្រអាក់ការសបាយទាំងអស់ទៅគិតគូ4ទៅគិតគូអីទាំងអស់បោះធ្វើមិនជួយដោះស្រាយគេបានចុះបើបញ្ហាដែលគាត់ដោះអត់បានមានអាករណីនៅទល់ភ្លឺក៏បានដែរចឹងក្នុងករណីហ្នឹងខ្ញុំក៏ឲ្យគាត់តម្លាក់ការងារចោលទាំងអស់ហើយយើងដើរលេងជុំគ្នាឲ្យសប្បាយម្ដងណោះមួយឡានមាន 8-9 នាក់តោះយើងទៅខេត្តមួយដែលធំមែនតើនៅក្នុងរាជាណាចក្រកម្ពុជាហើយជាខេត្តដែលល្បីល្បាញខ្ញុំជឿថាបងប្អូនម្នាក់ណាក៏ធ្លាប់ទៅដែរខ្ញុំអត់គិតថាបងប្អូនកំរមានអ្នកអត់ទៅតែចៃដន្យអីដំណើរកំសាន្តមួយនោះក្រោយពីការទៅដល់មានគ្រូក៏មានហេតុការចម្លែកកើតឡើងអញ្ចឹងអ្វីដែលពួកខ្ញុំនឹងប្រាប់នេះស្ដាប់ទៅខ្ញុំនឹងប្រាប់ពីចក្ខុវិស័យរបស់ខ្ញុំពី perspective របស់ខ្ញុំពីជ្រុងម្ខាងរបស់ខ្ញុំនិងជ្រុងម្ខាងរបស់គាត់ពីផ្នែកទឹករបស់គាត់អត់ទៅទេតែគ្រាន់តែថាគេថាឲ្យទៅឡើយខ្ញុំហ៊ានធានាថាស្ដាប់ហើយបងប្អូនគិតថាវាហួសហេតុហ្មងវាហួសហេតុនឹងជឿចឹងឥឡូវខ្ញុំនិយាយពីខាងខ្ញុំវិញចឹងដំណើរកំសាន្តរបស់ពួកយើងបានធ្វើឡើងនៅប្រហែលខែមុនហ្នឹងហើយចឹងយើងជុំគ្នាមានបងអូនថ្លៃខ្ញុំមានគ្រូសាខ្ញុំតែអស់ចឹងហ្មងបាទតែអស់ចឹងហ្មងគេអត់ស្គាល់ផងគេអត់ស្គាល់មានបងម៉ុងមានមិត្តភ័ក្តិអីចឹងទៅប្រហែល 7-8 នាក់យើងដាក់ឡានវ៉ែនមួយដែលខ្ញុំបើកផ្ទាល់ហើយយើងជិះទៅតាំងពីព្រលឹមរហូតដល់លេងចឹងទៅអស់100,000បាទតែចឹងហ្នឹងដល់ពេលហើយទៅយើងបានចែករ៉ូលគ្នាច្បាស់ហើយយើងបានចែកតួនាទីហើយអូខេខ្ញុំដំណើរកំសាន្តរាល់ដងខ្ញុំជាអ្នករៀបចំបន្ទប់គេខ្ញុំជាអ្នកគិតថាទៅញ៉ាំអីប្លង់ត្រូវដើរពីណាទៅណាត្រូវទៅជួបអីត្រូវអីអញ្ចឹងនិយាយទៅខ្ញុំអ្នករៀបចំគម្រោងតែដងនេះខ្ញុំសុំយករួចខ្លួនតួនាទីរបស់ខ្ញុំតែម្នាក់គត់តែម្យ៉ាងគត់គឺបើកឡានឲ្យដល់គោលដៅតែប៉ុណ្្នឹងទេអញ្ចឹងភារកិច្ចរបស់ខ្ញុំអញ្ចឹងខ្ញុំបានផ្ដល់ភាគតួនាទីមួយនេះឲ្យទៅគ្រួសាររបស់ខ្ញុំឲ្យទៅសមាជិកម្នាក់នៅក្នុងឡានហ្នឹងដើម្បីកក់ហូតែលដើម្បីកក់កន្លែងគេងដើម្បីអត់កក់អីចឹងទៅអញ្ចឹងគាត់ក៏ឆ្លងដែរព្រោះគាត់ដឹងថាខ្ញុំជាមនុស្សជំនឿដែរណាបងប្អូនអត់ជឿខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំជាមនុស្សជំនឿអញ្ចឹងក្នុងករណីហ្នឹងហើយបើសិនជាកន្លែងគេងតំណមរបស់ខ្ញុំទី1គេងខែដែលមានប្រហោងខាងក្រោមប្រហោងខាងជើងហ្នឹងហើយបានន័យថាមិនមែនក្តារវាយបិទចិត្តជាមួយអញ្ចឹងណាមិនខែប្រអប់ជើង4ហ្នឹងហើយជើង4ខ្ញុំអត់គេងទេខែអញ្ចឹងគឺខ្ញុំមិនប៉ះបងព្រោះធ្លាប់មានបទពិសោធន៍អានៅក្រោមខែហ្នឹងហើយអញ្ចឹងខ្ញុំអត់ទេធ្វើម៉េចឲ្យជើងខ្ញុំកែងជើងខ្ញុំចុះមកគឺប៉ះជាមួយខែអាហ្នឹងតំណមទី1តំណមទី2តើនៅក្នុងហ្នឹងមានរុក្ខជាតិប្រភេទណាដែលខ្ញុំអត់ចង់ឃើញអត់មានដើមឈើប្រភេទណាដែលខ្ញុំអត់ចង់ឃើញអត់អញ្ចឹងណាអូខេអញ្ចឹងគាត់កក់ហើយអស់ហើយគាត់ក៏យករូបឲ្យខ្ញុំមើលនេះបងមិនដែរអញ្ចឹងទៅខ្ញុំក៏មើលខន់បាតមានអីណោះតែខ្ញុំក៏ភ្លេចវាមិនដឹងថាហេតុអីវាបិទបាំងកន្លែងហ្នឹងឲ្យឆឹងណាតទៅហើយយើងជិះទៅដល់យើងបានដើររៀបចំអីហើយដល់កន្លែងហ្នឹងភ្លាមកន្លែងគេងភ្លាមខ្ញុំក៏គិតថាអញ្ចឹងបើសិនតាហ៊ានបត់ចូលផ្លូវហ្នឹងគិតក្នុងចិត្តហ្នឹងណាហើយបងម៉ងក៏និយាយលេងដែរថាអូសង្ស័យដេកនៅក្នុងព្រៃពេលហ្នឹងតែយើងជួលវិឡាមួយដាច់ហ្មងនិយាយមុនដល់ផ្លូវបត់ហ្នឹងទៀតហ្នឹងហើយខ្ញុំគិតក្នុងចិត្តតែអូតាបត់ផ្លូវហ្នឹងដឹងតែរឿងអត់ដឹងមិនខ្មិចណាអាចិត្តហ្នឹងវាប្រាប់ថាអញ្ចឹងណាតោះហើយបត់មែនបងប្អូនហើយបត់ចូលទៅក្នុងផ្លូវហ្នឹងមែនហើយខ្ញុំព្រឺតាំងពីនៅលើឡានរហូតដល់កន្លែងផ្ទះហ្នឹងតែម្ដងហើយផ្ទះនឹងផ្ទាល់នៅពេលដែលខ្ញុំអឿនមើលភ្លាមអ្វីដែលជួយកត់សម្គាល់បំផុត
គឺមានដើមឈើ3ដើមដែលជាពូជតែមួយនោះគឺដើមចំបៃហើយបងប្អូនដឹងខ្ញុំអត់ដឹងថាបងប្អូនដឹងប៉ុណ្ណាទេខ្ញុំចង់ប្រាប់ថាដើមចំបៃតែមានហើយមិនមែនមានតែមួយទេគឺមានច្រើនមែនតើមានអមនុស្សចូលចិត្តនៅលើដើមចំបៃមែនតើហើយផ្ទះនឹងនៅក្នុងផ្ទះនឹងផ្ទាល់គឺមានរហូតដល់3ដើមទម្រង់ផ្ទះគឺរបៀបផ្ទះសេដ្ឋីជំនាន់បុរាណឈើខាងលើអ្នកជំនាន់ក្រោយទិញហើយសង់ខាងក្រោមធ្វើជាថ្មអញ្ចឹងទម្រង់បែបបត់គឺរបៀបផ្ទះសេដ្ឋីបារាំងនិយាយស្ដាប់ទៅគឺអញ្ចឹងហើយខាងក្រោមគឺថ្មហើយគាត់អឺតភ្លាមគឺឃើញសម្រាមគឺឃើញអីខ្ញុំចាប់ផ្ដើមបាសសក់បាត់ហើយខ្ញុំថាអត់ស្រួលបាត់ហើយដឹងតែអត់ស្រួលហើយអញ្ចឹងតពីកន្លែងនេះខ្ញុំជូនទៅបងមកវិញថាតើបងជួបហេតុការណ៍ស្អីគេខ្លះវាចេះក៏បែបខ្ញុំអត់ដឹងទេខ្ញុំបានឃើញរូបរាងផ្ទះទេព្រោះខ្ញុំតាមមួយឯងអញ្ចឹងខ្ញុំថាអូបើឯងហើក៏ខ្ញុំគិតថាខ្ញុំមិនចាំបាច់ទៅសួរនាំដែរព្រោះយើងក៏ចង់រកកន្លែងល្អស្នាក់នៅដូចគ្នាចឹងទៅពេលដែលខ្ញុំទៅដល់ផ្លូវហ្នឹងបត់ស្តុបចុះពីផ្លូវធំលោកបត់ពឹបខ្ញុំថាឃើញចុះម៉ែបងមិននៅដៃចកលបងឯងខ្ញុំគាត់ថាអូនៅឆ្ងាយទៀតហើយឃើញឡើង2កន្លែងទៀតខ្ញុំថាអូសង្ស័យប្រៃហើយបើឯងមិនថាបើឯងខ្ញុំចេះតែនិយាយអញ្ចឹងខ្ញុំក៏អត់មាត់ដែរតែយូរទៅស្ងាត់ទៅមែនអញ្ចឹងពេលដែលចូលដល់កន្លែងហ្នឹងបងប្អូនត្រូវវាហត់តែចម្លែកចេះផ្ទះហ្នឹងគឺវាដូចនៅក្នុងគេថាយើងជិះកាត់ទៅបើមិនជាយើងអត់ចាប់អារម្មណ៍គឺយើងអត់ដឹងថានៅនឹងមានផ្ទះហ្នឹងទេបាទគឺតោះតែយើងជិះឲ្យសម្លឹងមើលទៀតពេលហ្នឹងខ្ញុំចាំបានថាដូចជាយើងចាំរហូតដល់មានម្នាក់ជិះម៉ូតូមកអត់យើងនាំនេះចុះពីលើឡានព្រោះអត់ប្រកាសថាជាផ្ទះហ្នឹងហ្នឹងឯអ្នកបើកសោហ្នឹងហើយដល់តែគាត់មកគាត់នាំនេះចុះទៅអញ្ចឹងទៅពេលដែលមានអ្នកបើកសោហ្នឹងមកខ្ញុំក៏ចុះពីលើឡានទៅមើលទាំងចាស់ស្ដាយមកឯងឃើញហើយខ្ញុំអត់ដែរចុះពីលើឡាននៅកណ្ដាសាំងអីខ្ញុំអត់ដែរអីឈប់ចុះរហូតទេបើហ្នឹងមិនមែនជាថាឥឡូវទៅតែអញ្ចឹងណាគឺពីដើមមកក៏ខ្ញុំអញ្ចឹងដែរខ្ញុំអត់សូវចូលចិត្តចុះដើរខ្ញុំអត់សូវចូលចិត្តដំណើរបើខ្ញុំអត់ឈឺនោះខ្ញុំអត់បាត់ជើងខ្ញុំអត់ចូលបងខ្ញុំអត់ទៅទាំងអស់គ្នានាំតែយឺតពេលទេដល់ហើយតែដល់ពេលដល់ផ្ទះហ្នឹងខ្ញុំចុះខ្ញុំទៅឈរជាមួយនឹងគ្នាយើងស្រីបងដូចជាមិត្តភក្តិបងឯងហើយបងអូនថ្លៃបងឯងហ្នឹងខ្ញុំក៏ទៅមើលអាប្រឡោះទ្វារហ្នឹងប៉ុន្តែមើលវាឃើញតែបន្តិចដោយសារតែអាលបងទ្វារហ្នឹងគឺគេមិនមែនធ្វើត្រង់ទេគេធ្វើបច្ឆាចែអញ្ចឹងយើងមើលអត់ឃើញខាងក្នុងទេអញ្ចឹងយើងមានអាលួចមើលប្រឡោះទូចហ្នឹងឃើញមានអាងទឹកមានអីយើងមើលទៅដូចជាកន្លែងហ្នឹងហើយកន្លែងដែលយើងស្នាក់ដូចមានកន្លែងដែលយើងស្នាក់នៅទេសចរអញ្ចឹងប៉ុន្តែមិនអស់ចិត្តក៏ដើរមកចម្ងាយបន្តិចដើម្បីថាមានកន្លែងណាដែលមើលយើងអាចមើលបានខាងក្នុងទាំងមកស្អាតអត់អីចឹងអីហើយណាមួយខ្ញុំក៏ជាចិនសែជាទូទៅតែកន្លែងចឹងគឺទោះជាចង់មិនចង់ក៏ត្រូវខ្លួនឯង scan បន្តិចដែរថាវាមិនដែរអីមិនដែរអាហ្នឹងគឺទម្លាប់ហ្មងដល់ពេលហើយក៏ចាប់អារម្មណ៍ឃើញថាលបងគេហ្នឹងគេអត់ធ្វើចិត្តទេគេលបងគេធ្វើថ្មប៉ុន្តែគេមានម៉ូតគេដូចប្រឡោះប៉ុណ្ណាហ្នឹងបាទដើម្បីយើងមើលទៅខាងក្នុងឃើញឬមួយក៏គេខាងក្នុងគេមើលមកខាងក្រៅឃើញខ្ញុំក៏ឈរនៅលើអាខឿនសួនហ្នឹងដើម្បីអឺតមើលទៅក្នុងហ្នឹងខ្ញុំអឺតមើលដំបងយើងមិនមែនមើលពីនេះទៅផ្លឹបទេអឺតមើលផឹបខ្ញុំដើរមកប្រាប់បងឯងភ្លាមបងស្រួលទេបងឯងចាំពេលហ្នឹងបងឯងនៅក្នុងឡានទេដល់បងឯងដឹងពេលហ្នឹងខ្ញុំឃើញអីហ៎គឺខ្ញុំឃើញដូចឃើញតែមួយកណាត់ធំនេះទេនៅដេកប្រອບជាមួយនឹងមាត់អាំងទឹកហើយជាមួយនឹងគល់នៅក្បែរជាមួយនឹងគល់ដើមចបៃបងឯងនិយាយហ្នឹងព្រោះចេះអាងទឹកហ្នឹងគេមានអាតូកគេធ្វើដូចកតុបមួយអញ្ចឹងប្រហែលជាកតុបម៉ូទ័រលាងចម្រោះទឹកហើយមួយអញ្ចឹងហើយគេមានដើមចបៃនៅនេះអញ្ចឹងខ្ញុំឃើញប្រឡោះទូចហ្នឹងហ្មងមានន័យថាក្នុងស៊ុំរវាងដើមចបៃជាមួយនឹងចិញ្ចាំងដែលគេចម្រោះទឹកហ្នឹងគឺឃើញតែមួយកណាត់ហ្នឹងហេតុដេកងើយឡើងទៅលើដូចយើងដេកបប្រាប់ទឹកលេងថតធូបអញ្ចឹងតែទម្រង់ជាសពមូលហេតុអីព្រោះសពគឺស្លេកបាទហើយវាពណ៌រៀងជាំទៅលើអាឡែងជាគៀមនេះវាជាំហើយចម្បោះខោចឡើងទៅលើហើយមាត់ក៏ស្បេះដែរដល់ពេលខ្ញុំមើលទៅខ្ញុំក៏កលេចខ្ញុំគាត់ថាឃើញអញ្ចឹងខ្ញុំមិនដឹងថាភ្នែកខ្ញុំស្វាំងឬមួយក៏មិនតែខ្ញុំដឹងច្បាស់ថាខ្ញុំឃើញថាមានអាហ្នឹងនៅហ្នឹងមានគាត់នៅហ្នឹងហើយស្អីតែខ្ញុំមើលប្រឹងមើលបន្តិចទៀតក៏គាត់កងែកទៀតហើយបាទខ្ញុំដើរទៅរកថ្ងៃហ្នឹងបដ ாய் ហ្នឹងហើយចឹងតែខ្ញុំអត់មាត់ទេមិនសួរឆ្ងល់ថាហេតុអីបានពេលហ្នឹងខ្ញុំអត់និយាយរឿងអីចង់និយាយថាខ្ញុំអត់ចូលចិត្តឲ្យគេមានសម្ពាធថាទៅលេងជាមួយនឹងអ្នកដែលគាត់មានការមើលឃើញហ្នឹងញ៉ាញ៉ៃបាទហើយវាក៏ជាដំណើរកំសាន្តលើកដំបូងខ្ញុំមួយបងឯងហើយក៏ជាដំណើរកំសាន្តដែលយើងទៅកាត់ stress ហ្នឹងហើយបើយើងទៅនិយាយហ្នឹងទៀតវាថា stress ទៀតអញ្ចឹងខ្ញុំក៏អត់មាត់ទៅក៏ថាចាំមើលឲ្យច្បាស់សិនបើមិនបាននៅបានក៏នៅបានចាំយើងនិយាយគ្នាទៀតហើយព្រោះនៅក្នុងចិត្តខ្ញុំពេលហ្នឹងខ្ញុំគិតថាចេះ
cái lấy na cái đó mình cái đó tại dương cho cha kia bán thì dương nơi bàn này mẹ làm thành trắng á bàn tay là bây giờ dương châu tập đo phim nhung khơi mình mà đỡ mê té bay đỡ má nhung đăng mong tha ôm ô cho mày đăng tại cho mày ngày đăng tại cho mày quái nó làm lại thì sẽ nhà bao phía nó còn bao phía hay còn mà chặt té còn mình lươn dương còn mình phải hột từ bao phía môn này dương nhóm đa tí pi đương nhiên là kia dương sẽ pi nè tiết đa và to pi còn sẽ còn bao phía hai châu té nhóm nè nhóm nè đang kết việc lươn tê mưa cái này là dương khơi sọp nâng tiệt bắt khơi ấy tê té thông lên cả đảo ngọt ôi mình nè nơi ở một phía cái này mà đông ăn ôi của nó ngọt rồi mình ta nhưng mà cho ta chơi ôi mà nâng ý hiểu tôi cho máu mình quật mình chả nắm háo ấy tha sọc dương cái này để ôi phật slap trứng á nhóm có cái này màu mưa đa đương đa mưa ăn tắc hắt cứ nhưng cái này màu quên chứ nhóm khơi sầm màu chỗ bắt mình tên một mình thánh chưa sầm thế cứ mình hiểu huyến không cứ ấy khơi ngừng chụp này dương xò ót có bao thì đa cắt à thôi để dương trôn nắng từ trùng vừa tia kia nắng kia thứ ấp mùi so mùi là bòn đi kia so là test so thằng bây giờ mới thằng đam test so trơn chiêng thằng chuối so tận gì thấy à chuối nó là chọt trôn nắng cứ kia đam đau mấy cái ca đam mấy lồng o bia mình men chỉ play mình uda tê bàn tay nhưng khi mình để nó cứ quạt ót các bạn hay quạt đá bọt trôn không được nhóm tha hay đấy còn mình mền tại môi mạch miên là vậy chỉ vẽ môi mạch ọt miền chứ nhưng cái tham mền tại môi tê mạch cổ xinh thế này đấy có sầm ở khơi hụt hiệp khóc đi chờ mày tăng nhưng cái tham miên pi thì mỗi cái mình lại như dương khơi chờ hụt hiệp tí pí mình mền miên tại môi gương này đặt tây chẳng còn một chỗ đó không cật tục mền thôi rồi bao phía pop thôi phía cái chơi đi mền phía cả chọn một thứ nó ta bật rất mưa lời khả lên khơi này ta so chơi pi năng ngày hay thuê chơi khang khẽ thuê thông cái nứng dùng bao pop cho tờ liếm nhưng té nó kì bằng thuê máu khơi sờ lòng và nãy tiên sờ lòng nó cứ thu từ đó thu từ cọ cái họ thu đó chỉ kém bay năng ngày hay nửa lúc mình toàn bao phương đo này khơi là thu từ cọ phương vì khi đi tới phía đó rồi nhưng khơi mình nè miên nhà vệ cho cục khoan đào bụng chén đá cắt thu từ cọ bụng chén tập lúc từ khang đó một nhóm tung văng đào từ cái này nâng mưa nhưng trong đó ta chỉ học chuyện chuyện nhóm đá từ nâng mưa tu từ cọ anh trắng nơi kia tu từ con cứ miên thuê mền nhóm có từng huống thuê năng thiệt huống thuê năng sẽ tầm miên thầm lên kia nhóm mình tiết sẽ bị không tha bị không thuê đúng không ạ tạm bỏ cái thuê nó bạc bán này thuê nó trộn của tục nè nhóm có đa cặp mất trộn thông qua cái tục trộn nó cứ miên thuê cái này năng mền thuê cái này nó miên thuê năng muối đấy thì nó có tục đắng á nhưng mà mày miên thuê năng muối hay thuê tranh tới khỏi tia muối hay thuê cái tục tắc muối tiệt bao nhóm bài máy của nhóm lên là ngày bộ máy nó nặng đè nhóm khoản là khơi thuê nó nhóm tha cho bạt ở lò nhóm chắc chứ mình dễ với bùi dân cái thở mình dương mấy từ vi đầm lại kia dương mà dễ tránh mình ấy còn là những scan đó đơn là việc khó hay năng ngày phụ tại sao thì nhóm ban đa tam bằng ai chờn đấy nhóm vô đấy phụ khục bật túc tầng bong bố nó bị những ban phim nó đo khẽ ban phim nó bắt khẽ trong khục bật túc tầng cứ ban phim nó bắt khẽ hay khẽ là biểu vay công lại kia vay là hụi bị này á và ốp mấy anh ta vay công lại kia hụi bị đại gì hay tọt mong miền nào thuê đôi đồng anh vậy nó bay từ lũ châu kia tiết á hay miền nào việc bay mông bọc châu kia tiết chúng ta ồ chọnแต่นั้นมือเทียนนั้นหายใส่ยงมันดาวบอกหอยวิ่งบอกหอยไม่ยงคือแขกี้บอกโอนเลยแขกี้นั่นคือmộtล็อกแต่กี้ปอบไอ้ขี้มีแขตั้งหมองแบบในถามมีซอยจุดเฮียนกับบ้าชื่อนั่นแหละคือกี้ดิโซ่แขตั้งโซ่ตั้งหมดชงด้วยยิงลิงแกบาซองแต่ยังไงฟล็อกโซ่ตั้งหมดชงมองยังไงโอ้จ่าไปดับไปให้ยงมันแขบอกไงถ้าแขนี่เธอมือไวแขกองหลักเทนั่นก็หมดได้หมดเลยkhỏi máu ngày mấy nhung vậy mấy bà toàn máu ấy về là nhóm chuột khi dương mà đẻ nó không tục tận nắng đóng gọi toàn trôn nào để nhóm còn đa tranh từ vinh đằng bấy vô và ly cái tham mấy bạn đa mà khuôn từ tế hay kia vô và ly dưới hay từ đa lý nó phổ mình tại bây nè nâng bảy bạc làn hay nhóm trôn sao mà đẻ nâng chui vô và ly hay bởi sẽ chui dốt và khoảng bởi nhóm còn tránh tới họ vô và ly nâng nào đó mót vì lại hiệp lai nữa á lại ăn ta hiệp lai nó nhóm khinh bon mà nè lại có tư mùi dưới đến có vô và ly nâng nào hay còn ôm ở nhóm còn từ chui ôm và ly nữa bị quạt màu đa châu không thuyền nắng cứ bạc thuyền mà chơi trắng sờ lòng trắng cái này nó chỉ đã tụt tách nhưng cho là trẻ hạt đấy có cái này tụt phiếu tụt nữa ní sờ lòng này nu mình sờ lòng đi cái chuyện coi vừa tụt bây giờ gái cho về vì ắt này tao mới nhóm còn đa cặp tụt này nhóm ô và ly mà tụt sờ mày lấy kẹp hở cả chọn thì sẽ áp trắng cái mền khơi sờ máu mà được đặt
ថាជាមនុស្សទេគាត់ណាត់ដឹងថាមានអីដើរកាត់ម្ដុំយើងលឿនដល់អញ្ចឹងបងប្អូនតែមានទូអាចដើរកាត់ខ្លួនឯងគឺឃើញហើយឃើញមានម្ដុំអញ្ចឹងប៉ុន្តែខ្ញុំឃើញវ៉ាលីខ្ញុំណាគឺធ្ងន់មែនតើគឺតាំងពីពេលដែលខ្ញុំអស់ពីគាត់ហើយខ្ញុំគិតថាចេះវ៉ាលីខ្ញុំដូចអត់មានអីទេកៅយើងផងអស់មានអីតែមានកាបូបមួយនៅលើហ្នឹងខ្ញុំគាត់ថាកាបូបធ្ងន់របស់គ្នាយើងដែរខ្ញុំអត់ចាប់អារម្មណ៍ថាថៃបានធ្ងន់ទេខ្ញុំគិតថាកាបូបធ្ងន់អញ្ចឹងមកពីកាបូបហ្នឹងឯងខ្ញុំអស់កាត់ទូហ្នឹងខ្ញុំឃើញស្មោក្មេងខ្ញុំថាវាយខ្ញុំវាតម្លៃថាជាក្មេងពីរអ្នកជីកគ្នាអង្គុយនៅលើវ៉ាលីខ្ញុំអស់ចូលមានថាមានម្នាក់អង្គុយចឹងហើយមានម្នាក់ទៀតអង្គុយហ្នឹងហើយគឺអាបងយោប្អូនអញ្ចឹងហើយអាបងហ្នឹងអង្គុយលើវ៉ាលីដែលយើងអស់តែវ៉ាលីហ្នឹងគឺធ្ងន់សាហាវធ្ងន់មែនតើឡើងខ្ញុំឆ្ងល់ថាចេះក៏ប៉ិតខ្ញុំអត់ចូលចិត្តគិតរបស់អ្នកដតីសំបីតែគិតហេតុអីក៏ពេលនេះខ្ញុំគិតថាចេះអ៊ុយកាបូបអ្នកណាហ្នឹងដាក់ស្អីមកធ្ងន់ម៉េះដល់ថ្នាក់យើងវាយតម្លៃអាវ៉ាន់ហ្នឹងកាបូបគេញ៉ដៃមនុស្សញ៉ដៃអញ្ចឹងឯងតែវាធ្ងន់ហួសប្រហែលតែខ្ញុំគិតថាវាធ្ងន់ពេកខ្ញុំខ្លាចតែបាក់កង់វ៉ាលីខ្ញុំទៀតដល់ពេលហើយយើងក៏អស់វ៉ាលីហ្នឹងមកដាក់នៅអាចសាឡុងបាទហ្នឹងហើយមកផ្ដុំគ្នានៅចិត្តសាឡុងខ្ញុំក៏អត់មកទេខ្ញុំបន្ទាប់មកខ្ញុំអត់អស់ចិត្តទៀតអាកន្លែងដែលខ្ញុំឃើញចក្រានបាយហ្នឹងខ្ញុំថាអីមកដើរចូលទៅបានអ្នកណាយើងចាប់ដើមទៅសើបដូចមិនអស់ចិត្តខ្លួនឯងណាហ្នឹងហើយក៏ដើរទៅក្រោយហ្នឹងមុនហ្នឹងយើងទៅឃើញតែទូទឹកកកហើយធ្វើវាទេលើនេះទៅឃើញមួយចំហៀងទៀតមានឡាបូគេធ្វើកន្លែងលាងចានកន្លែងអីទូចានទូហ្នឹងតែថែមម្នាក់ទៀតពាក់ឈុតដេកយកការអុចទូចតុកតាអុចអង្គុយឈ្ងោកមុខសក់វែងខ្លាំងណាស់វែងដល់ជង្គង់បើយើងអង្គុយទៅសក់វែងដល់នេះបាំងមុខចិត្តតែយកជើងនៅកន្លែងឡាបូលៀងដៃហ្នឹងទាំងយើងអត់តបបើកភ្លើងទេព្រោះខ្ញុំជឿជាក់ថាម្នាក់អត់តបានទៅដល់ហ្នឹងទេព្រោះលវល់ទៅម្នាក់អារម្មណ៍អត់ស្ងប់ដូចគ្នាហ្នឹងហើយខ្ញុំគ្រាន់តែឃើញពុកខ្ញុំដកថយដើរមកវិញមកកន្លែងភ្លឺកន្លែងក្នុងខ្ញុំវិញតែខ្ញុំបានសូត្រសុំឧទ្ទិសបុណ្យនៃគេព្រោះឃើញច្រើនពេកប៉ុន្តែខ្ញុំទទួលអារម្មណ៍មកវិញគឺថាអត់គេអត់ទទួលទេគឺគេកាចគឺគេមិនចង់ឲ្យយើងនៅនឹងតែមកព្រោះអីសម្រាប់ខ្ញុំវិញចូលទៅដល់ផ្ទះនឹងភ្លាមបងប្អូនខ្ញុំអត់ដឹងថាអាហ្នឹងជាការបន្លាចខ្លួនឯងឬក៏មិនណាប៉ុន្តែសម្រាប់ខ្ញុំវាខ្ញុំវាមិនភ្នែកក៏ឃើញច្បាស់កន្លែងអញ្ចឹងទេតែវាជាអារម្មណ៍មួយដែលថាចេះដើរចូលទៅដល់បេះដូងដូចស្លន់ណានៅក្នុងខ្លួនយើងស្លន់ណាមែនតែយើងទាំងអស់គ្នាហ្នឹងឯងដូចស្លន់ដូចចាប់អីវាអត់ត្រូវទៅអឺតមើលនេះអូយមិនចឹងហើយដូចមានអារម្មណ៍ថាអត់ស្លន់មកពីយើងចេះស្ទើមកយើងអត់ដឹងឬក៏មិនអត់ច្បាស់តែសម្រាប់ខ្ញុំហ្មងគឺខ្ញុំមានអារម្មណ៍ថាវាខុសប្រក្រតីហ៎អញ្ចឹងខ្ញុំមិនប្រាប់ទៅធីមរបស់យើងថាក្រុមរបស់យើងថាមិនយើងដូរកន្លែងទៅអីដូចអត់តំណងទេហើយគេមិនប្រាប់យើងថាកក់ហើយខ្លាចស្ដាយលួយខ្លាចអីអញ្ចឹងហើយខ្ញុំថាចោលលុយនឹងទៅហើយគេប្រាប់ថាអត់ទេអញ្ចឹងវាមិនដែលមានអីអញ្ចឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំមិនកេះមួយឯងថាឥឡូវតោះយើងឡើងទៅលើមើលបន្តិចអីហ្នឹងហើយអ្វីដែលខ្ញុំឃើញនៅលើហ្នឹងគឺអ្វីដែលខ្ញុំឃើញគឺជាទីធ្លាចំហមួយដែលប្រគុណចាស់ប្រគុណបែកបាក់ឬក៏ដូចផ្ទះម៉ូតប្រាំងអីនៅតាមដបូលមិនដាក់រៀងមូលធ្វើ style បងនៅវត្តគេមិនប្រើកតុយនៀកឬក្បាលនៀកមកធ្វើបាច់ហ្នឹងឯងក្បាច់ហ្នឹងហើយតែចឹងតែអានេះដូចជាអាមូលរបៀបប្រាំងបែកទាំងអស់គឺនៅលើហ្នឹងថានៅលើហ្នឹងស្អីក៏មានដែរស្អីក៏មានហ្មងណាហើយខ្ញុំឈរទៅមើលទៅខ្លោងទ្វារមុខខ្ញុំទុំចាប់អារម្មណ៍មែនបងខ្ញុំគិតឡើងវិញណាខ្ញុំឃើញមនុស្សម្នាក់ឈរនៅហ្នឹងខ្ញុំឃើញមនុស្សម្នាក់ឈរនៅហ្នឹងខ្ញុំអត់ដឹងថាមនុស្សឬក៏ស្អីទេតែខ្ញុំឃើញមនុស្សម្នាក់ឈរហ្នឹងដើរតិចតែរៀងមើលមកខាងនេះដែរមើលមកខាងយើងមើលទៅយើងហ្នឹងហើយឥឡូវខ្ញុំឲ្យបងឯងបន្តពីកន្លែងហ្នឹងវិញកន្លែងហ្នឹងពេលដែលខ្ញុំឃើញអង្គុយនៅអាបូហ្នឹងហើយមិនប្រាប់ឲ្យដូរណាដូរឲ្យមិនទៅចែកគ្នាដូចបងឯងនិយាយមុនហ្នឹងហើយមិនយើងឡើងទៅលើខ្ញុំអត់ដឹងថាឡើងទៀតព្រោះក្នុងផ្ទះហ្នឹងវាអត់មានចដាហ្នឹងហើយមើលចំហៀងអត់មានចដាទេឡើងតាមណាក៏មកឯងថាមកអត់មានចដាឡើងខ្ញុំក៏ទៅដល់ចដាគេនៅអាទូចដាខ្ចងគេនឹងក្រោយក៏ឡើងហើយខ្ញុំនឹងវាបាត់ជើងខ្ញុំវាធំមនុស្សខ្ញុំវាមានដៀងហើយអាចចាត់កម្មចដាខ្ចងហ្នឹងដឹងហើយវាដូចចិត្តភីសាអញ្ចឹងខ្ញុំដើរទៅប្រយ័ត្នថាព្រោះមកកម្មមិនទោះជាបាត់ជើងខ្ញុំផងហ្នឹងចឹងខ្ញុំត្រូវដើរមួយប្រយ័ត្នមែនទេឡើងទៅដល់លើហ្នឹងមកឯងមិនឃើញអីយើងឃើញទាំងអស់គ្នាហើយទាំងប្រគុណទាំងអីហ្នឹងតែខ្ញុំក៏ដើរទៅដល់មុខខ្ញុំឃើញម្នាក់នៅទៅមកខាងផ្លូវទៀតនោះព្រោះយើងមើលពីលើទៅឃើញម្ដុំស្មៅដីគេទុំចោលហ្នឹងហើយនៅឈរមើលយើងណាឈរមើលយើងខ្ញុំគិតថាមិនដឹងថាមនុស្សខ្មោចទេតែ
dương cũng nói cái tháng xảy có dương tiên thôi chỉ quạt được việc thọ pe xong rồi quạt rồi giờ từ thọ pe ấy quạt là khi mà đứa có chắc thật quạt đây chẳng có nhóm ăn mọt này ăn mọt nhóm có to bong trong hoàng quỳnh dương mình cho mà đàm á nhóm cho trả đá nhóm cho mồn với nhóm phải đùa thấy nữa phải chăng mất trả đá nữa vì đó thằng tham mình miên đẹp like là hốt đó miên mày chơi thế là thì lên cam nâng như thời đau lỗ của nhóm đưa nhóm vậy chứ nhóm mày chơi là nhóm hiện to đây sẽ là làm lỗ 300 lỗ tại đây bàn tay nó bên này nhóm ngô cho mơ cam trả đá của nhóm phải thế cứ nhóm khơi các ba mình nơi khổm cam trả đá nâng đôi tà lọc đô chứ các ba cái cặp bóng ôn bơi hưởng ấy cái hưởng mai hưởng tung tiêu về trong khỏi cái nó nâng này cái nâng khổm trả đá anh nhóm thông thuận thôi mình đấy bên này nhóm trong mà đó chắc trả đá nó bị cao vậy đó bên nhóm trong mà đó khổm nó cứ nhóm họ nâng lên thôi vì tôi chia cầm mém chỉ thong đôn thong đây nè vĩnh chắc nhóm có chắc tụi ta sao bằng này chứ anh đang đứng luôn anh thì tới tái cho bắt luôn anh thì mà rồi hay trời anh cái những chỗ mà vĩnh một to như vậy ở đường đôm mình nơi salon nâng mà đong tiền mà để đôm đôi cái số lượng nó bên A nó nhưng mình phải cái tích nó cũng phải offline nó mình coi nó salon nó đôm đâu nhóm mình coi salon nó nhầm bay tới thuê đấy hay thuê tè dương thuê nó viên mình bao so khác viên mình so cái hiên thuê mà cua sàng đáy bay con muối đáy một tiết canh con muối này nè sờ lợn mà khné dương mà nè sờ mau nè miên thằng ngôn cuốn nhung cua sa bằng ai canh nhá bay con nhá cái tật lẹ đây cô nâng pop hiệp lượng đây lá nhung stu na tới sốt nên nhung liềm nhung ao lượng ai cho toàn này ta cho cái đáy này cái pin hình này chứ nhung ai cho toàn này bốc nhung stu tới thưa cái cao nhung hái nhung hiệp tha tại nhà ấy sân các ban đây không ấy thế nâng ngày tới có tranh tại nhà ấy đôi chìa lang nâng ngày nhâm sạch ăn nữa tái nhung lang mà muốn nhung khinh của sao bằng anh lang bằng coi lan môn nhóm đào màu nâng á kia dương mình nè tiết cái từng coi các hạt tắc nâng lên này họ thọt của ấy ca chẳng bay thẹn không ăn tắc nâng cây coi cái thọt hụt hay nhom đào nhóm khơi ở tê đọc bé nhom đào húa nhóm có cái lệ tập mà vĩnh con có cái lệ mưa nhom hay nhóm có khai rắm khai tham biên không bên chén còn nghĩa tới cứ nhóm cái tham viên anh mà rồi thì đó còn là nhóm mơ viêm toàn hay nhóm phải thọ ở đây thọt cho tay con còn lúc video đừng chào hoặc là nhóm vậy mà mặt đang thấy cứ con ngợp tu vậy tới mình mẹ đó nó khai không bay tập viện nhom vậy bên này không có lúc video đừng chào lại còn nó nhưng từ chút quá á còn thằng con lúc video đừng chào nó còn tụi nhóm đá cái lệ nhóm mơ con hay nhóm bài mà lán nhóm khơi bảo phun một anh bằng coi lơ lán này nhóm bảo rắm mong nó cắt tóc thay nhóm anh miền cạp thấy á nhóm phải mà nè xây nó mà lơ lán đang ngút lại đây bông máy chứ nó là hay đấy lươn mày vậy chọc ngợp thì salon hiện luôn hay từ nhám sạch ăn hay đấy mình còn từ lò lơ lán môn kỳ nhóm đó nhóm phẹp mà thay nhóm ở trong nên này tại sao tại nhóm thay passport để xây con ngoài trắng bán nhà nè có hiện xâm lại chất thả thời đô cái này nâng kỳ nè toàn xâm lại chất đô ấy từ đô nè cái lấy nhắm ấy đó từ đó lại sạch ăn nâng tiệt nhóm mặt đăng than nơi không tiền nâng kỳ biên hưởng ấy tới phụ dương tranh mạo phụ p để nhóm khơi mà nè phụ thông nó nhóm chặt đam miên và lấy đi nhóm vậy thực kịch chẳng cứ nhóm đặng ở đây cái trẻ đấy tầm chia nhóm miên kia nhóm lần đằng ấy chung vui pi bay chẳng cho nó nhóm vậy tập bản năng tiềnแต่ปุ่งแต่ย่ำนั้นอ่ะnhóm hận anh nè nâng này hận kiềm hận mình đen mong nhóm cái thằng nhóm lươn kiềm nhóm cái thằng nhóm bè đồn và nói nhóm cái thằng mà chỉ vật nhóm đại lươn thì hay đấy của nhóm hận là nó hận mà đón đi cái chập lẹ nhấn á nhóm còn cái ta đằng này nó tiền nó miền hưởng thông mày cho bọn ấy cho cha cái này hai mùi nâng thà cắt con xây mày mấy mình hồ ở kia dương mà nè từ nâng này từ do tập màn kia pi bảy nè đang hay đạo và mẹ nè đang tới một thứ ba phụ nâng đây như tam thoáng mẹ miền đó đỏ tê phụ ấy nhóm ở chỗ chặt tê ta anh ấy nhưng mà đam nhái chun bong bóng đây bỏ bong bóng từ đó cái lại na cái lại kiên từ đấy cái lại đa lên mới về bong bóng đa châu không phải tung nâng hơi bong bóng mình miền là rầm lo miền là rầm tham miền sầm piệt miền là rầm tha ắt xuôi bong bóng chưa trả lừa rầm bọc lụt này hay đổ tục từ việc khăn ởประมาณđây cái sọc play cayหนึ่ง play จัดจีเรื่องสำคัญของพอดกาเกยลวกงอบจีการสำคัญพอดพวกคนมันเอาเชื่อพวกคนมันnơi tại cái che chẳng nhom cái tha chẳng hội phụ năng tại do món tới nhom hiên tại này thật đau bằng để chuột món nhom mẹ ông đang món tha vô bài dư bê ngay á như mong phèm ăn ngày buôn phèm nâng ngày hay chọn ròm đào bê dục tiết điện thẹn là người đấy mà rồi phía rồi đăng tạm miên hẹn ở đăng này hay bọt ha hột chén luôn này trong gì chăng á tại bằng mong nè
គាត់ថាអត់ទេយើងទៅទាំងអស់គ្នាទៅមិនអញ្ចឹងហ៎បកមកខ្ញុំវិញមាន fan មួយចំនួនគាត់តែងតែសួរថាចេះចង់សួរទៅលោកគ្រូច័ន្ទសាថាឲ្យឲ្យចម្លើយផងថាចេះហេតុអីធម្មតាយើងឃើញអមនុស្សអញ្ចឹងមិនឃើញត្រឹមជង្គង់ឡើងលើពេលខ្លះអត់មានម្រាមដៃពេលខ្លះនិយាយទៅយើងមើលមកយើងដឹងថាអមនុស្សហ្នឹងឯងយល់ខ្ញុំនិយាយវាមិនមែនឃើញដូចខ្ញុំឃើញឯងឃើញខ្ញុំទេត្រូវទេបងប្អូនណាខ្ញុំហ៊ានធានាហ្មងខ្ញុំយល់ហ្មងនៅពេលដែលបងធ្លាប់ប្រាប់ខ្ញុំថាអត់ទេពេលខ្លះមើលអត់ដឹងព្រោះជេរចេញមកដូចមនុស្សហ្នឹងហើយឃើញខ្លួនឯងទើបបាទខ្ញុំយល់ថាវាអញ្ចឹងមែនបងប្អូនពេលនោះយើងជិះពីឡានទៅជិះឡានវ៉ែនឡានគ្រួសារហ្នឹងហើយ8កៅអី9កៅអី12កៅអីហ្នឹងมันមានម្ចាស់ស្រុកជាមិត្តភក្តិយើងជិះ pick up ហ្នឹងហើយមានកន្ទុយក្រោយបាំងកន្លះហើយយើងអត់ដឹងសមាជិករបស់យើងមានប៉ុន្មានយើងមិនចែកគ្នាជិះយើងមិនដឹងតែនៅឡាននោះមានប៉ុន្មានហ្នឹងនោះមានតែស្រីហ្នឹងហើយយើងដឹងឯណាគេពាក់អាវប្រអីណាគេពាក់អាវប្រអីបើឃើញមកផឹកទល់ល្ងាចមានណាគេបានដូរអាវផងហ្នឹងហើយរឿងអីមិនចាំថាណាគេជាណាគេត្រូវទេហើយយើងដឹងថាហកប្រអង្គុយណាស្រីអង្គុយណាអញ្ចឹងខ្ញុំចង់ឲ្យសម័យថាចាឥឡូវប្រមាថាបងប្អូនចាញ់ពីកន្លែងញ៉ាំអីទៅកន្លែងគេងវិញតលតែបកក្រោយបត់ក្បាលចេះវាមានកនុកកណាអញ្ចឹងយើងត្រូវ U turn អាហ្នឹងប្រើអង់គ្លេសបដ ாய் ទៅអត់ដឹងនិយាយគេអីក្រៅ U turn ហ្នឹងត្រឡប់ក្រោយហ្នឹងហើយមកត្រឡប់ក្រោយនេះឡានគេមិនបើកមុខយើងហ្នឹងហើយយើងមិនបើកក្រោយគេមកត្រឡប់ក្រោយបើកភ្លើងនេះមកប៉ុណ្ណឹងនេះកញ្ចក់ឡានខាងមុខនេះកញ្ចក់ឡានយើងចោះឃើញទេសងខាងអញ្ចឹងកន្លែងនេះមិនមានធ្នឹមឡានមួយហ្នឹងហើយតកន្លែងទៅកញ្ចក់មុខហ្នឹងមកប្រឡោះនេះបងប្អូនពេលដែលខ្ញុំបត់ឡានទៅ U turn ហ្នឹងមកនឹងអង្គុយក្រោយ pick up ហ្នឹងនេះក៏ទុយ pick up អញ្ចឹងឃ្លុកមិនចេះកង់ឡានមិននៅគៀងនេះត្រូវអត់រឿងអីមនុស្សអង្គុយចេះហើយយល់ជើងនេះអានោះអាយកជើងអុកជាមួយនឹងអាឡានណាហ្នឹងហើយណាគេទៅណែអង្គុយហ្នឹងហើយបំអូយឡានសិនមនុស្សស្រីខ្ញុំគ្រាន់តែឃើញមកព្រឹបហ្នឹងបាត់ហើយមានមនុស្សអីទៀតហើយពេលដែលខ្ញុំឃើញហ្នឹងគឺមនុស្សចង់និយាយថាទោះបីជាគ្នាយើងក៏យើងអត់ឲ្យជិះចឹងដែរហ្នឹងហើយវាគ្រោះថ្នាក់ហ្មងហ្នឹងហើយមនុស្សពេលជន់ទៅមិនធ្លាក់បាត់ហើយ 100% ដឹងតែធ្លាក់អីហើយរឿងអីត្រូវអង្គុយនៅកន្លែងហ្នឹងមកបាត់មកប៉ុណ្្នឹងឃើញបាត់ហើយពេលដែលខ្ញុំឃើញគឺខ្ញុំឃើញអញ្ចឹងខ្ញុំឃើញដូចខ្ញុំឃើញនឹងឯងអញ្ចឹងមិនមែនជាសម្ោលមិនមែនអត់ដៃមិនមែនអត់ជើងមនុស្សទាំងស្រុងហ្មងតែបាត់ហ្នឹងឯងដែលខ្ញុំអង្គុយបកក្រោយវិញខ្ញុំគិតថាអាវហ្នឹងអាវការ៉ូស្លៀកខោជើងវែងវាប្រហែលជាមួយនឹងបុគ្គលម្នាក់ដែរពេលយើងឈរពីលើផ្ទះឃើញម្នាក់មួយឈរនៅស្មៅហ្នឹងគឺប្រហែលដែលខ្ញុំអង្គុយបកក្រោយវិញថាជុំប្រហែលដល់ណាដំបូងខ្ញុំគិតថាមិនមែនណាតែគិតចុះគិតឡើងណាហើយរឿងអីមកវិនាទី2វិនាទីរឿងអីទៅបាត់អាហ្នឹងមនុស្សហើយមិនមនុស្សអាហ្នឹងឲ្យទុកឆ្លើយទៅបងប្អូនវិញថាចុះមិនក៏បែងពេលខ្លះបែងចែកអត់ដាច់ពេលខ្លះពិតជាបែងចែកអត់ដាច់មែនបងប្អូនឃើញផ្ទាល់ហ្មងទៅមិនដឹងបងប្អូនប្រហែលជាគិតថាចេះខ្មោចមកជាទូទៅរូបរាងអាក្រក់មានឈាមម្លេះហើយលុបលេដាច់ជើងវាមានអាហ្នឹងវាមានមែនតែក៏មិនមែនថាគ្រប់ខ្មោចចេញលងទូនាទីគាត់ត្រូវតែចឹងទេខ្លះមកគឺយើងមើលអត់ដឹងថាជាមនុស្សឥឡូវឧទាហរណ៍ដូចរឿងដែលខ្ញុំធ្លាប់បានចែកម្លែកជើងមុនថាគាត់មកកោះបើកទ្វារសោឲ្យខ្ញុំមានបងប្អូនថាមិនបានគាត់ទៅកាន់សោបានមានអ្នកខ្លះថាបោកទៀតហ្នឹងឥឡូវសួរថាចេះឲ្យខ្ញុំនិយាយថាម៉េចបើសិនជាខ្ញុំឃើញគាត់អញ្ចឹងមែនហ្នឹងហើយឲ្យខ្ញុំទៅកុហកមកខ្ញុំយកឥឡូវនេះខ្ញុំពុំទៅជួបវិបត្តិនេះអត់រឿងប៉ិតនិយាយអស់ហើយព្រោះខ្ញុំអត់ខ្ញុំនិយាយអ្វីដែលជាបទពិសោធន៍ខ្ញុំឥឡូវនេះវាចិត្តអស់ហើយព្រោះខ្មោចឡងលេងតន់បាទអញ្ចឹងវាចាប់ដើមបងយើងកំពុងដូចឥឡូវយើងនិយាយរឿងនេះតិចទៅគេកំពុងតែចូលចិត្តស្ដាប់យើងនិយាយរឿងហ្នឹងឥឡូវយើងអស់រឿងហ្នឹងឲ្យគេស្ដាប់ពុំពិបាកចិត្តខ្លួនឯងណាហើយបើសិនជាខ្ញុំនិពន្ធរឿងមកនិយាយខ្ញុំអត់បាច់ពិបាកចិត្តរឿងហ្នឹងទេពីព្រោះនិពន្ធបានគ្រប់រឿងយកមកនិយាយតែអានេះវាជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំឃើញអញ្ចឹងហើយឲ្យខ្ញុំធ្វើមិនចុះអ្នកខ្លះឃើញយាយដូចបងប្អូនខ្ញុំខ្លះទៅវត្តឃើញយាយបោះសម្រាមហើយក៏បាត់យាយនឹងទៅឃើញតែដំបងដួលនៅផ្លូវទៅដែរមិនវិញលោកយាយកាន់ដំបងបាននេះចឹងមកចង់និយាយថារបស់ពួកគាត់មិនមែនថាអូតតដាច់ជើងមែនទេជួនកាលគាត់ឲ្យយើងឃើញបបាក់ក្នុងការវិនិច្ឆ័យក៏មានដែរបាទអាហ្នឹងគាត់អាចអ្វីដែលខ្ញុំឃើញទេមិននិយាយថាវាទាំងអស់ត្រូវតែដូចខ្ញុំនិយាយតែអ្វីដែលខ្ញុំឃើញយើងសង្ខេបមកគឺមានគ្រប់ទម្រង់ហ្មងបាទមានគ្រប់ទម្រង់ចប់នៅរឿងហ្នឹងហ្នឹងហើយនិយាយចប់ហើយចាំយើងបើកវងកញ្ចក់វិញបន្តិចមើលកាលហ្នឹងដល់កន្លែងញ៉ាំអីហ្នឹងហើយកន្លែងញ៉ាំអីហើយខ្ញុំក៏ចាប់ដើមខ្ញុំបដិសេធថាខ្ញុំត្រូវតែមកដោយសារតែខ្ញុំត្រូវយក
គ្នាខ្ញុំមកវិញព្រោះតែខ្ញុំហឹងរហូតដល់បងតែគៀបដូចគេច្បាច់ចឹងដូចគេបាយគ្នាព្រោះខ្ញុំដឹងថាអាហ្នឹងឯងគឺជាការប៉ះចង្កិចគ្នាហើយនៅកន្លែងនោះគឺមានរឿងធំប៉ះចង្កិចគ្នាអញ្ចឹងក៏ខ្ញុំតែចិត្តថាត្រឡប់ទៅវិញគឺតឡហ្នឹងគឺបញ្ញាហើវ៉ាន់ចេញមកទាំងអស់សំណាងហើយដែលខ្ញុំអត់ដាក់របស់ដែលខ្ញុំយកទៅតាមខ្លួននៅក្នុងហ្នឹងបើសិនជាក្នុងករណីខ្ញុំដាក់អានេះខ្ញុំគិតក្រោយមកវិញណាបើសិនជាខ្ញុំដាក់គឺនឹងអាចធ្ងន់ខ្លាំងសម្រាប់ខ្ញុំបាទអាចថាវាយើងមិនចាញ់គេទេក៏ប៉ុន្តែរបួសសងខាងបាទអាហ្នឹងយើងនិយាយផ្ទះហ្នឹងយើងឃើញស្រស់ប៉ុណ្ណឹងបាទហ្នឹងហើយចឹងសាច់រឿងប៉ុណ្ណឹងចឹងបើសិនជាបងប្អូនសម័យម៉ែធ្វើទុកហ៎តើបងប្អូនសម័យឲ្យឃើញថាទស្សនវិជ្ជាដែលបងមុំឃើញរបៀបម៉េចហើយខ្ញុំក៏មិនហ៊ាននិយាយឲ្យចំថាម៉េចអីម៉េចដែរព្រោះវាប៉ះពាល់មួយរបរស៊ីគេប៉ុន្តែខ្ញុំក៏ប្រាប់ផ្ញើថាបងប្អូនកុំចូលចិត្តស្រឡាញ់ដើមចាប៉ីពេកអានេះខ្ញុំប្រកាសត្រង់បងអាដើមចាប៉ីហ្នឹងគឺដៃឆក់ហ្មងហើយមិនមែនមួយដើមមួយទេណាឧទាហរណ៍ស្មាទោសចោះដូចព្រាយកាន់ដើមឈើណាអញ្ចឹងមានតែលោកម្នាក់ហ្នឹងទេដែលនៅលើដើមឈើហ្នឹងច្រើនណាស់មាន2នាក់អញ្ចឹងតែដើមចាប៉ីមួយអត់លេងសើចទេចាប៉ីនេះកុំស្រឡាញ់ឲ្យសោះពួកអីមួយដើមហ្នឹងមិនដឹងមានប្រហែលច្រើនខ្លាំងមែនទែនហ្មងណាគួរឲ្យកត់សម្គាល់ហ្មងហើយសម្រាប់បងប្អូនដែលគាត់អត់ជឿគាត់ចេះថាបោកប្រាស់គិតគាត់ចេះថាបណ្ឌិតបងប្អូនអ្វីដែលបងប្អូនយល់ដឹងតាក់ទងពីអរូបខ្ញុំមិនមែនជាអ្នកចេះអីទេខ្ញុំគ្រាន់តែបើកចំហមានន័យថាមិនបានឃុំក្រងគំនិតរបស់ខ្លួនឯងទៅលើតែជ្រុងម្ខាងថាបត់ផ្លូវហ្នឹងត្រូវតែបត់ស្ដាំដឹងតែបត់ស្ដាំខ្ញុំអត់ប្រកាន់អញ្ចឹងទេមានន័យថាចេះនៅលើពិភពលោកនេះមានរឿងហេតុច្រើនមែនទែនដែលអាចកើតឡើងនៅក្នុងបាតសមុទ្រមានត្រីប្រភេទណាទល់រាល់ថ្ងៃនេះនៅតែរកឃើញត្រីជាច្រើនប្រភេទថ្មីដែលមិនទាន់ចុះបញ្ជីផងនៅលើមេឃមានអីយើងមិនទាន់ដឹងអស់ផងហើយក្នុងខ្លួនរបស់យើងមានបញ្ហាអីខ្លះយើងមិនដឹងអស់ផងហើយទម្រាំតែរឿងអមនុស្សដែលពិបាកក្នុងការឃើញពិបាកនៅក្នុងការយល់ពិបាកនៅក្នុងការបកស្រាយតើអាចចេញមកប្រមាណទម្រង់យើងគ្រាន់ពិចារណាប៉ុណ្ណឹងថាអាចចេញមកប្រមាណទម្រង់រឿងហេតុអីគេខ្លះដែលអាចកើតឡើងហេតុអីបានដូចរឿងកាត់សោបុគ្គលម្នាក់ហ្នឹងជាវិញ្ញាណហេតុអីបានកាត់សោបានខ្ញុំឃើញអង្គុយនៅលើឡានហើយបងអង្គុយនៅលើឡានមកបាត់មកវិនាទីហ្នឹងបាត់ទៅណាមនុស្សហ្នឹងហើយខ្ញុំមិនមែនមើលឃើញស្លេកហ្មងហើយមើលឃើញសោះអញ្ចឹងហ្នឹងឃើញជាមនុស្សហ្មងមនុស្សបដ ாய் ថ្ងៃហ្នឹងបកស្រាយថាម៉េចអាហ្នឹងវាអត់ខ្ញុំនិយាយចឹងវានៅតែដដែលគឺថាអានោះមកពីយើងឃើញមកពីយើងអីមកពីសោមមនុស្សខុសគ្នាចឹងបានខ្ញុំចាប់អារម្មណ៍មួយខ្ញុំស្ដាប់ YouTube ដែរគេថាចេះរបស់ដែលអត់មាននៅលើលោកប្រហែលជាអត់មាននៅក្នុងវចនានុក្រមទេពីហ្នឹងចឹងខ្ញុំមានអារម្មណ៍ថាអូពាក្យនេះល្អមែនតើឧទាហរណ៍ដូចមិនបានគេនឹកឃើញពាក្យថាខ្មោចបើអត់មានខ្មោចមិនបាននឹកឃើញពាក្យថាខ្មោចបាទមកពីគេឃើញបានគេដាក់សម្គាល់ថាហ្នឹងជាខ្មោចបាទរឿងសែនដូចពេអី1 2 3ហើយនេះបានគេនឹកឃើញពាក្យហ្នឹងមកពីគេមានពីដើមគេធ្វើវាឡើងមកហើយក៏គេដាក់ចំណាំថាហ្នឹងគឺជាអីមួយគេសរសេរក្នុងវចនានុក្រមពាក្យថាព្រាយហេតុអីបានមានខ្មោចហើយមានព្រាយទៀតគេខ្មោចដូចគ្នាតែហេតុអីបានគេត្រូវសម្រាប់បែងចែកទៅជាព្រាយមិនបានវាមាននៅក្នុងវចនានុក្រមបាទឥឡូវយើងមើល COVID ឆែកក្នុងវចនានុក្រមសម្រាប់ពីដើមមកមានពាក្យថា COVID ទេដូចជាអត់មានទេមានតែ virus មានបាទតែមើល COVID អត់មានទេអាហ្នឹងមកវាថ្មីចឹងខ្ញុំគិតថាអ្វីដែលគេដូនតាយើងចងមកគឺសុទ្ធតែវាមានហើយបាទតែអានេះមិនបង្ខំទេគ្រាន់តែខ្ញុំនិយាយថាសម្រាប់ខ្ញុំអ្នកឃើញអ្នកធ្លាប់មានបទពិសោធន៍ខ្ញុំជឿថាអានឹងវាមានមែនខ្ញុំគ្រប់គ្រងទៅលើចំណុចហ្នឹងបងហេតុអីសម្រាប់បងប្អូនទាំងអស់គ្នាយើងគិតថាចាស់វិញអានេះខ្ញុំរៀងឆ្លងដែរបន្តិចណាសូមគុំប្រកែប្រកាន់ទៅសូមកម្មាទោសដល់បងប្អូនទាំងអស់គ្នាដល់ប្រទេសទុធេរៈបើសិនជាប៉ះពាល់កន្លែងណាក្នុងករណីនេះចេះហេតុអ្វីបានជាបុគ្គលមួយសម្រាប់ចិត្តថាបួសវាដូចគ្នានឹងហេតុអ្វីយើងមិនជឿថាមានអរូបតែយើងទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃតើព្រះសង្ឃតំណាងអ្វីគិតចឹងវិញមើលតើព្រះសង្ឃតំណាងអ្វីតើព្រះពុទ្ធមានសង្ឃនិកាចារនៅក្នុងគម្ពីរមកច្បាស់អត់ថាមានខ្មោចអត់ហើយបើសិនចារហើយអស់ហើយនឹងសំបីវចនានុក្រមក៏មានហេតុអីមិននៅតែបកកាយថាអត់មានទេ 100% អត់មានរឿងនឹងជប់ចេញមកទេរឿងនឹងបោកប្រាស់ទេហេតុអីបើអញ្ចឹងមកសារតែបងប្អូនអាសាតែឃើញក្នុងរឿងលងតែរបៀបហ្នឹងណោះអមនុស្សចេញមករូបភាពបែបហ្នឹងមាន sound effect zoom កាមេរ៉ាហក់ចេញមកណោះអញ្ចឹងហើយតែធ្វើឲ្យបងប្អូនគិតថាវាមានតែបែបផែនមួយហ្នឹងប៉ុ
តែធៀបប៉ុណ្ណឹងវាមានបែបផែនច្រើនមែនទែន តែឥឡូវបងប្អូនចាប់ដើមមើលរឿងខ្មោចណាមើលរឿងរន្ធត់ឥឡូវណា បាទ គេឡើងដូចមុនហើយ វិភាគ ដូចរឿងកូរ៉េមួយទៅចេញមករឿងហ្នឹងអត់មានខ្មោចសោះ Exuma មែន ហ្នឹងហើយឥឡូវយើងអេស៊ូម៉ាចុះអាឡៃវៈប្អួចឲ្យទ្វាអត់មានខ្មោចសោះតែអ្នកមើលបុកពោះហើយអត់ដឹងថាអ្នកណាអ្នកទេទូរស័ព្ទឥឡូវអ្នកណាអ្នកទេទូរស័ព្ទមកមនុស្សឬមួយក៏ខ្មោចអត់ដឹងទេគេចាំមិនថាសម័យនេះគេចាប់ដើមលេងរឿងខ្មោចលេងដូចមុនហើយលេងមានអុយណាលួយមកយើងគឺជាខ្មោចលេងហីមកជួនកាលមករឿងហ្នឹងគឺខ្មោចអត់និយាយអីទាំងអស់ ហ្នឹងហើយអូខេឥឡូវយើងបកមករឿងនេះវិញរឿងបួសបងធ្លាប់បួសហ៎ អូខ្ញុំអត់ទេ អត់ទេ អត់តមានពេល ខ្ញុំធ្លាប់បួស ហ្នឹងហើយ ខ្ញុំធ្លាប់បួស ខ្ញុំបត់ពិសោធន៍ឲ្យលឺខ្ញុំមួយ ខ្ញុំមានបទពិសោធន៍លើកន្លែងហ្នឹងមួយត្រង់ចំណុចមួយហ្នឹងដែលខ្ញុំចង់ចែករំលែកទី1ខ្ញុំលើកទឹកចិត្តឲ្យបងបងដែលជាមនុស្សប្រុសហ្នឹងទាំងអស់គ្នាបួសទៅពីជំនាន់ដើមចាស់តែងតែនិយាយថាបើបុគ្គលហ្នឹងអត់បានបួសទេបានតែបុគ្គលហ្នឹងបញ្ញាមិនទាន់ពេញលេញដល់ឡើយទេត្រូវហ៎ ហ្នឹងហើយ ចាំតរបានបួសទៅបានចេះរឿងច្រើនហេតុអីព្រោះមិនមែនចេះត្រឹមតែត្រៃ3ដកមិនមែនចេះត្រឹមអីទេប៉ុន្តែយល់ដឹងពីអមនុស្សយល់ដឹងអំពីផ្លូវលោកកាន់តែច្បាស់សម្រាប់បទពិសោធន៍របស់ខ្ញុំក្នុងការបួសវិញ ខ្ញុំចង់ស្ដាប់បទពិសោធន៍បងឯងនេះ ខ្ញុំដែរប្រាប់ទេ អត់ទេប្រាប់ខ្ញុំថាបងឯងបួសតែប៉ុណ្្នឹងឯង សាច់រឿងអាចកំ pl ែងបន្តិចអាចខ្លាញ់បន្តិចប៉ុន្តែអត់មានការលងជាការស្ដែងតែម្ដងទេអញ្ចឹងខ្ញុំបានបួសនៅវត្តមួយដើម្បីសងគុណឪពុកម្ដាយមុនខ្ញុំរៀបអាពាហ៍ពិពាហ៍ដូចគ្នាខ្ញុំចង់បួសឲ្យហើយដើម្បីធ្វើខ្លួនឲ្យស្អាតតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំបួសខ្ញុំបានបួសនៅវត្តមួយនៅក្នុងខេត្តមួយធំមែនតើ ប្រាប់បានដែរ បាទ តែបើរឿងនេះប្រាប់ជួបានទេ តែបើខ្ញុំប្រាប់វត្តទៅវាប៉ះពាល់ដល់ ប្រាប់ខេត្តទៅ ប្រាប់ខេត្តហ៎ ហ្នឹងហើយ ខ្ញុំបួសនៅសៀមរាបតែខ្ញុំសូមអត់ប្រាប់ថាវត្តមួយណាទេទុកកន្លែងហ្នឹងចោះហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំបួសនៅខេត្តសៀមរាបហ្នឹងខ្ញុំអាងដែរខ្ញុំគិតថាអញ្ចេះមនុស្សខ្ញុំក៏ខ្លាចខ្មោចដែរហ្មងគុំថាខ្ញុំក្លាហានខ្ញុំក៏អត់ក្លាហានដែរគ្រាន់តែយើងយល់ដឹងថាតើអមនុស្សរបៀបម៉េចអីរបៀបម៉េចអញ្ចឹងទៅតើមានការបង្ការរបៀបម៉េចយើងមិនប៉ះពាល់របៀបម៉េចអីក៏របៀបម៉េចអីអញ្ចឹងទៅអញ្ចឹងក្នុងករណីហ្នឹងខ្ញុំរៀងអាងដែរខ្ញុំគិតថានៅសៀមរាបទឹកដីបវរវិសិទ្ធណាស់អញ្ចឹងអមនុស្សទាំងឡាយណាក៏មិនមានរិទ្ធអាណាលើសពីបុគ្គលដែលមានសិលដែរគិតអញ្ចឹងព្រោះនៅពេលដែលយើងបួសយើងកាន់សិល10ហើយត្រូវទេដល់ពេលហើយខ្ញុំបានបួសនៅវត្តមួយបើអត់ខ្លាចអត់ធានាណាបងប្អូនណាខ្ញុំបានបួសនៅវត្តហ្នឹងមិត្តភក្តិរបស់ខ្ញុំចិត្តស្និទ្ធម្នាក់គាត់លក់គ្រឿងស្បង់យីវ៉ូអញ្ចឹងទៅហ្នឹងហើយអញ្ចឹងគាត់ប្រកេតខ្ញុំមួយត្រៃធំហ្នឹងឈុតហ្នឹងមួយសេតហ្មងឈុតឲ្យអ្នកស្ដាប់គាត់យល់ហ្នឹងហើយមួយឈុតហ្មងបាទមួយឈុតអញ្ចឹងក្នុងករណីហ្នឹងមេកាណុងក្តៅខ្ញុំប្រាប់ថាចុះខ្ញុំមនុស្សខ្ញុំញ៉ាំទឹកច្រើនខ្ញុំញ៉ាំទឹក6លីត្រ7លីត្រអូដល់ឥឡូវហ្នឹងម៉ែហ្នឹងហើយមួយថ្ងៃ6លីត្រ7លីត្រស៊ីផុយអញ្ចឹងខ្ញុំបែកញើសហើយក្តៅហើយវត្តដែលខ្ញុំបួសម៉ោង7អស់ភ្លើងហើយព្រោះបិឆេះសិនភ្លើងទេម៉ោង7ក្រឹបបដាច់មិនសិនភ្លើងហ្មងអូមិននៅក្រុងទៀតមិននៅក្រុងខ្ញុំអត់ថាណាខ្ញុំអត់ប្រាប់វត្តព្រមសិនភ្លើងបាទព្រោះអីឥឡូវមកឯងគិតអានេះខ្ញុំបកទៅរឿងប៉ាខ្ញុំវិញប៉ាខ្ញុំគាត់ថាអញ្ចឹងបើកូនឯងខ្លាចកូនឯងគេងនៅលើវិហារអត់អីទេខ្ញុំគិតថាអញ្ចឹងប៉ាក្នុងវត្តភពខ្មោចឯហ្នឹងទៅកន្លែងណាក៏ដូចគ្នាដែរវាមិនលើសគ្នាអីទេចង់អញ្ចឹងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តគេងបងរបស់ខ្ញុំម្នាក់ហ្នឹងមិត្តភក្តិហ្នឹងគាត់បានទៅរើសកត់ឲ្យខ្ញុំមុនគាត់ធ្វើអីចឹងណាហ្នឹងហើយតោះហើយទៅលោកបងសុខស្ដាំលោកនៅក្នុងកត់ហ្នឹងមាននេនហើយអញ្ចឹងខ្ញុំចង់បែងចែកពីឲ្យច្បាស់ណាទី1បួសក្រុម18ឆ្នាំហៅថានេនបួសលើ18ឆ្នាំហៅថាភិក្ខុភិក្ខុគឺចាំភាសាហើយនេនបានន័យថាលោកជំនាន់ក្រោយយើងក្មេងៗអញ្ចឹងច្បាប់វិន័យអីក៏មិនទាន់តឹងដោយភិក្ខុដែរព្រោះភិក្ខុគឺតឹងខ្លាំងមែនតើយូរហើយហ្នឹងហើយអញ្ចឹងសម្រាប់អ្នកបួសមួយខែអ្នកបួសមួយអាទិត្យក៏មានសិទ្ធិក្នុងការបួសក្នុងនាមជាភិក្ខុដែរបួសត្រឹមតែសាមណេរទេអញ្ចឹងនេនទេអញ្ចឹងនៅពេលដែលខ្ញុំនៅកត់ដែលខ្ញុំនៅហ្នឹងគឺមាននេនមួយអង្គហើយអញ្ចឹងណានៅចាំឈ្មោះទាំងអស់ចាំទាំងអស់ហ្មងតែពេលអញ្ចឹងទៅ
លោកសូត្រស្ដាំបានប្រកបវិជ្ជាឲ្យលោកប្អូនមួយអង្គហ្នឹងឲ្យរើទៅសឹងនៅបន្ទប់ជាប់ៗហ្នឹងទៅជាមួយនឹងនេនផ្សេងៗទៅខ្ញុំដោយសារតែខ្ញុំជាភ្ញៀវមកពីចម្ងាយហើយនៅតែមួយអាទិត្យទេចង់កុំឲ្យលោកនិយាយថាលោកមានសង្ការថាកុំឲ្យក្មេងៗវឹកវរញ៉ៃញ៉ៃចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំក៏បានចូលទៅដល់នៅក្នុងកត់ហើយសួរតែខ្ញុំត្រៀមខ្លួនហើយនៅខ្ញុំត្រៀមខ្លួនហើយបងបួសមានន័យថាយើងគឺតាំងចិត្តថាអ្វីក៏យើងជួបដែរ cái hướng thống mà nó to រឿងធំហ្នឹង môn dung អត់លេងសើចទេហើយណាគេថាបួសអត់ជួបអាមនុស្សអីខ្ញុំអត់ដឹងថាបួសរបៀបម៉េចទេណាតែបើសិនជាបួសដោយសទ្ធាភាគច្រើនគេមកលេង 100% គឺគេមកលេងមិនមែន100ថា 90% ចុះអញ្ចឹងមុនខ្ញុំដើរទៅកត់ខ្ញុំដើរទៅដល់កត់បន្ទប់ជាបន្ទប់សង់ដូចបងបន្ទប់បងប្អូនកម្មករជួលអញ្ចឹងណាហ្នឹងហើយគឺរបៀបអញ្ចឹង vô ខ្ញុំទៅដល់កត់មួយហ្នឹងខ្ញុំមើលអត់ស្រួលហើយអារម្មណ៍មួយថាអូយយដូចអត់ស្រួលសោះហេតុអីគាត់ឥឡូវប្រហែលអញ្ចឹងនៅជុំវិញយើងមិនលៀបសរឿងអីមិនក្វេងក្វាមខ្មៅវត្តពេញនឹងមានក្រហមខ្លះមានខ្មៅខ្លះវត្តពេញកត់ហ្នឹងមកយល់ខ្ញុំនិយាយមានតាំងពីដើមលើរៀបស្អីគេអាហ្នឹងនៅលើហ្នឹងស្អីគេ ដូចយកកវីហើយ ហ្នឹងហើយហើយណាគេក៏តនេមកមិនក្វីអី ឯងយូរណាលោកនេនហ្នឹងលោកឯងនិយាយថាក្មេងៗ ខ្ញុំអត់ឆ្លើយ ប៉ុន្តែមានរូបអាសនៈព្រះនៅក្នុងកត់នឹងដូចគ្នា ហ្នឹងហើយត្រូវតែមានហ្នឹង ហើយតែមាន ហ្នឹងហើយ ខ្ញុំមិនដឹងថាមានឬមិនមានត្រូវតែឬមិនត្រូវតែទេប៉ុន្តែអារម្មណ៍ដែលខ្ញុំឲ្យបាទអាសនៈនឹងឲ្យមកខ្ញុំគឺទីតាំងនឹងដាក់សម្រាប់ការពារយល់ខ្ញុំនិយាយមិនមែនជាអារម្មណ៍មួយដែល សក្ការៈ ទុក ថ្វាយអង្គម ថ្វាយអង្គមជាទីតាំងសក្ការៈដល់ព្រះជាសម្ដេចគ្រូទេមិនមែនទេ យល់ តែទុកការពារហើយមាននៅក្នុងនឹងរូបសំណាកព្រះពុទ្ធមួយអង្គ ឆាបាក់បែក ហ្នឹងហើយបែកមួយជាហៀង ហើយខ្ញុំគិតចាប់ផ្ដើមគាត់ថាវាអត់ស្រួលខ្ញុំក៏កេះសួរទៅបងប្រុសខ្ញុំហ្នឹងណាថាបងអាលោកបន្ទប់លោកគាត់បានខ្ញុំសុំសុំឲ្យមានបដិជនមួយអង្គមកសឹងជុំគ្នាមកអញ្ចឹងណាហើយលោកសូស្ដាមគាត់នៅថាអត់ទេសឹងម្នាក់ឯងទៅហើយដឹងដំណំគេអីគេខ្ញុំប្រាប់យប់ឡើងបន្ទប់ហ្នឹងបិទទ្វារឲ្យចិត្តបិទប្រួយឲ្យចិត្តហាមបើកទ្វារហាមបើកប្រួយ ទាំងអស់គ្នាហ្មង ទាំងអស់គ្នា ទាំងគ្រប់គាត់ណាមិនមែនគាត់ទៅឯងណា ហ្នឹងហើយគ្រប់គាត់ខ្ញុំអត់ដឹងថាហេតុអីទេណាខ្ញុំអត់ដឹងថាហេតុអីទេគេថាខ្លាចចោលវាស័កសមដែរនៅពេលដែលខ្ញុំឡើងទៅចងមុំចង ត្រូវហើយបងចំបើអត់មានភ្លើងរត់ផងតែភ្លើងម៉ាស៊ីនតែយើងគិតថានៅស្ងាត់ដែរ ហ្នឹងហើយខ្ញុំមើលចម្រឹងដែកអីទៅមើលទៅដូចរៀងលបោដូចមានក្មេងៗ កោះកាច់អីចឹង អីចឹងដែរហ្នឹងហើយប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនសម័យថានៅពេលគ្រាន់តែបើកប្អួចកត់ហ្នឹងណានៅខាងក្រោយហ្នឹងគឺព្រៃហ្មងមិនយល់ទេបើកព្រៃមិនដល់កន្លះម៉ែត្រពីប្អួច យល់ ពេលហ្នឹងហើយខ្ញុំទាញបាត់វិញហើយខ្ញុំក៏ចាប់ផ្ដើមយល់ថាយល់ហើយ តែមានលបងអីគាត់ អត់មានទេ អូចឹងព្រៃហ្នឹងព្រំដីទីធ្លាវត្តហើយ អត់មានទេ យល់ហើយ អត់មានទេគឺកណ្ដាលវាលចឹង ហ្នឹងហើយ អញ្ចឹងខ្ញុំដើរចេញមកខ្ញុំចាប់ដើមអត់ស្រួលហើយខ្ញុំក៏បានជួបលោកបងមួយអង្គដែលជាភិក្ខុនៅគង់ជាប់បន្ទប់របស់ខ្ញុំ តុបហ្នឹង ហ្នឹងហើយនៅគាត់ហ្នឹងខ្ញុំក៏សួរលោកបងថាចេះលោកបងកណាសុំសួរមួយបួសនៅហ្នឹងសុកតែលោកថាអញ្ចេះសុកតែញោមមានអីលោកបងប្រាប់កណាតាមត្រង់មើលមានអរូបមានអីអត់មានទេមានមកពីណាញោមសុកណាស់ហើយខ្ញុំក៏អោនទៅគៀកលោកណាហើយលើកដៃសាពះលោកហើយប្រាប់ទូទៅលោកថាអញ្ចេះលោកបងកណាមានញៀនដែរតា រៀងចេះដឹងដែរអញ្ចឹងក្នុងករណីហ្នឹងបើមានឬមិនមានជួយប្រាប់កណាផងលោកអោនមកចិត្តខ្ញុំវិញលោកមានសង្កេតការថាអញ្ចឹងធម្មតាញោមដឹងតែជួបហើយតែទូមានរឿងអីធម្មតាទៅវាមិនអីទេដល់ពេលនិយាយអញ្ចឹងខ្ញុំមិនបាសសក់លើដើម ហើយ មានរឿងអីអត់បាសសក់យប់ទី1ខ្ញុំមិនបែកញើសជោគ ខ្ញុំមិនបែកញើសជោគហើយខ្ញុំប្រាប់បងខ្ញុំថាអញ្ចឹងក្នុងនាមជាលោកក្នុងភេទជាលោកយើងអត់អាចសុំបានទេបងខ្ញុំអត់អាចទៅនេះអាថ្មចង់ឆាន់ទឹកនឹងជួយប្រគេនបន្តិច ហ្នឹងហើយ តែក្នុងនាមមួយដែលថាយើងដឹងមកគ្នាហើយព្រោះខ្ញុំរៀបគម្រោងការមុនបួសហើយហីបើតោះខ្ញុំនិយាយខ្ញុំរៀបគម្រោងការមុនបួសថាបងបើខ្ញុំសញ្ញោចេះមានន័យថាអញ្ចឹងហើយកុំឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំទៀមទាពីមួយឯងត្រូវដឹងមកខ្ញុំមកហើយហ្នឹងហើយអញ្ចឹងខ្ញុំរៀបចំអញ្ចឹងណាខ្ញុំក៏ប្រាប់
គាត់ឲ្យយកមកឈុតទៀតឲ្យខ្ញុំមកធៀមឲ្យមកមុនតាំងខ្ញុំពេលខ្ញុំក្រងស្បងឯណោះអញ្ចឹងណាដល់ពេលឲ្យយប់ឡើងអញ្ចឹងបងប្អូនបួសជាប្រសង់មិនមែនស្រួលទេអត់ស្រួលទេកសែងងូតនិយាយឲ្យគាត់ស្ដាប់ស្មាទោសវាជាគ្រឿងក្នុងរបស់លោកហើយមិនអាចផុតពីខ្លួនសំបីមួយខណៈណាឯងបើចង់ត្រូវតែមានអីរុំផ្លាស់ប្ដូរកសែងងូតភ្លាមហើយសំបីតែពិបាកជាងគេជាភេទជាលោកហ្នឹងឯងដឹងអីអត់បត់ជើងតូចរំដោះទុកសัตว์តូចឬក៏ធំគឺត្រូវចោងហោងទាំងអស់អត់ឈរឯងប្រកាន់ភេទជាស្រីអញ្ចឹងហ្នឹងហើយគឺចោងហោងរហូតគឺចោងហោងរហូតហើយសកសែងងូតមិនអាចផុតពីខ្លួនបានទេអញ្ចឹងយប់ឡើងគ្រប់គ្នាក្តៅដែរអត់មានភ្លើងផងអញ្ចឹងមិនកសែងងូតជាប់ខ្លួនកសែងងូតជាប់ខ្លួនហើយស្បងយីវយីវដាក់ហាលស្បងខ្ញុំគក់មិននឹងវាយប់ហើយហ្នឹងហើយខ្ញុំគក់ដឹងមានរឿងហេតុអីកើតឡើងយប់ហ្នឹងខ្ញុំហាលអញ្ចឹងម៉ោង 12 កន្លះចុះអ្នកមកពីពេញក្នុងវិន័យលោកម៉ោង 4 ត្រូវងើបម៉ោង 4 កន្លះត្រូវងើបឡើងទៅពហិដើម្បីថ្វាយបង្គំព្រះអញ្ចឹងមួយថ្ងៃយើងត្រូវឡើងថ្វាយបង្គំព្រះ2ដងហ្នឹងយឺតល្ងាចឡើងម៉ោង 4 ម៉ោង 5 ល្ងាចឡើងនិង 5 ព្រឹកហ្នឹងហើយអញ្ចឹងម៉ោង 4 យើងអ្នកពីពេញទៅយើងមានងាយគេងណាអញ្ចឹងខ្ញុំពងតែគេងរៀងលាវខ្ញុំឃើញមុខម្ដាយខ្ញុំថ្ងៃមើលមុខម្ដាយខ្ញុំហ្មងខ្ញុំហាលនៅខាងក្រៅព្រៃខាងក្រៅព្រៃដើមឈើឲ្យខ្ញុំប្រាប់បងប្អូន3អោប4អោបមិនដឹងនៅណាទេធំណាស់ធំមែនទែនហ្មងពាត់សិតតែព្រៃហ្មងអញ្ចឹងខ្ញុំឃើញម្ដាយខ្ញុំមកស្ដីឲ្យខ្ញុំថាងើបឡើងងើបឲ្យលឿនប៉ុន្តែសក់មិនមែនជាម្ដាយខ្ញុំទេមិនតន់ខ្ញុំនិយាយយល់សក់រៀងកញ្ញាញ់ហ្នឹងហើយសក់រៀងកញ្ញាញ់ជ្រុងចេះតែមុខជាម្ដាយខ្ញុំទាំងអស់ខុសតែសក់ឯងថាងើបឡើងងើបឲ្យលឿនខ្ញុំក៏ដឹងខ្លួនដែរខ្ញុំដឹងខ្លួនមកវឹបមើលម៉ោង1ឆាប់ដាស់ខ្ញុំហ៎និយាយចឹងទៀតខ្ញុំដឹងខ្លួនឯងហីថាចុះបងបួសហើយត្រៀមខ្លួនហើយមកច្អល់មុខខ្ញុំឲ្យខ្ញុំងើបឲ្យលឿនបំផុតខ្ញុំគិតក្នុងចិត្តថាមិនឆាប់ដាស់ខ្ញុំហ៎អត់តន់អស់ងុយផងអត់តន់ដល់ម៉ោងឡើងពហិផងហ្នឹងអញ្ចឹងក៏រៀបតម្រេបខ្លួនសឹងវិញរៀបគេងវិញនិយាយភាសាមនុស្សចោះនៅរៀបគេងខ្លួនវិញនេះកូលាន់លូបដាំងខ្ញុំថាដាស់ខ្ញុំដោយសារចិត្តភ្លៀងហ៎ខ្ញុំគិតក្នុងចិត្តអញ្ចឹងណាហើយខ្ញុំរៀបបិទភ្នែកអូជួយផ្លិចស្បងហាលក្រៅហ្នឹងហើយអត់ទៅខុតអីនៅខាងក្រៅទាំងអស់ខ្សែក្បាត់លោកអីហ្នឹងនៅខាងក្រៅទាំងអស់រត់រេលែងខ្លាចខ្មោចហើយបងព្រោះស្អែកអត់មានអីក្រងទេបើអត់យកអញ្ចឹងរត់ទៅយកបងឯងជឿវាអាឆារយៈពេលខ្ញុំមិនដឹងប្រាប់ថាម៉េចវាអាឆារយៈពេលបងប្អូនថាបោកក៏បានដែរខ្ញុំថាបោកបដ ாய் ខ្ញុំសុំបោកបងប្អូនកន្លែងហ្នឹងបងឯងជឿថាខ្ញុំប្រមូលហើយអស់ណាដើរចូលបន្ទប់វិញណានេះទ្វារណាអញ្ចឹងនៅពេលដែលយើងបើកទ្វារមិនចេះណាត្រូវទេអញ្ចឹងខ្ញុំមិនហោចេះរត់ចេញទៅក្រៅទៅយកមកខ្ញុំចូលមកខាងក្នុងទាញទ្វារក្រឹបភ្លៀងបាក់មកបដ ாய் ដាស់មួយថ្ងៃហើយទៅខ្ញុំសុំបោកហ្មងកន្លែងខ្ញុំថាខ្ញុំបោកបដ ாய் ខ្ញុំមិនដឹងប្រាប់មិនឲ្យជឿឥឡូវជឿអត់បើសិនជាខ្ញុំបិទហើយខ្ញុំមកគេងហើយចាំភ្លៀងក៏មិនអីដែរណាតែនេះអាទាញទ្វារមកបិទក្រឹបនេះភ្លៀងមកហើយ5មកក្រឹបហ្នឹងឬជាកងតាក់វូដូចកងតាក់អញ្ចឹងវូអញ្ចឹងទៅហើយតាក់ទងជាមួយនឹងរឿងសួរថាតើការបួសហ្នឹងពិតជាសុខក្នុងចិត្តអត់ខ្ញុំប្រាប់ថាសេចក្តីស្ងប់ល្អបំផុតខ្ញុំពេញចិត្តមែនតើម៉ោង 4 គឺស្ដាប់មានកម្លាំងរហូតគឺមានកម្លាំងងើបមកអង្គុយខាងក្រៅគង់ខាងក្រៅ4ភ្លឺណែ4ភ្លឺយាយជីតាជីនៅក្នុងរៀបចំកាហ្វេរៀបចំអីឲ្យយើងអញ្ចឹងណាអញ្ចឹងមើលមាន7អំពែកមានសัตว์មានអីមើលតខែមើលស្អាតមែនតើថាដូចរស់នៅខុសសម័យកាលពិភពពីរផ្សេងគ្នារឿងដែលខ្ញុំបានចែកម្លែកតាក់ទងជាមួយនឹងព្រាយក្បាល8ដែលហៅយកជីវិតម្ដាយមិត្តភក្តិខ្ញុំមកមិនតាក់ទងមួយ7អំពែកហ្នឹងហើយហ្នឹងជឿឯងបងប្អូនថា7អំពែកចូលមកបន្ទប់ខ្ញុំរងថ្ងៃថ្ងៃនោះរាល់ពេលនៅក្នុងកត់ពេលបួសរាល់ថ្ងៃអត់មានខានទេមួយក្បាលពីរក្បាល3ក្បាលមួយក្បាលពីរក្បាល3ក្បាលខ្ញុំដើរទៅគ្រប់កត់ទាំងអស់ខ្ញុំដើរសួរគេទៀតថាមាន7អំពែកចូលអត់មានតែគេមានផងហ្នឹងអត់មានហ្មងមានតែកត់ខ្ញុំមិនដែលមាន7អំពែកចូលរហូតតើរឿងហ្នឹងចប់ប៉ុណ្្នឹងមានអត់ចូលដល់វគ្គកំ pl ែងតិចណាចូលដល់វគ្គកំ pl ែងតិចហើយលោកប្អូនលោក
ថ្ងៃឡើងអញ្ចឹងខ្ញុំអ្នកបំពេញហើយខ្ញុំរាក់ទាក់ដែរអញ្ចឹងណាលោកក៏បានមកគង់លេងនិយាយគ្នាមួយខ្ញុំអីចឹងទៅថ្ងៃទី1តែលោកមកដល់ដាក់គង់វឹបអញ្ចឹងទោះលោកក្មេងអាយុ10ជាងឆ្នាំក៏ដោយមាន10ជាងភាសាក៏ដោយអញ្ចឹងណាតែលោកប៊ូសមុនយើងអញ្ចឹងក្នុងករណីហ្នឹងលោកត្រូវគង់នៅខ្ពស់ជាងខ្ញុំអញ្ចឹងយ៉ាងហោចណាស់ខ្ញុំត្រូវរកទំនាប់មួយឲ្យលោកគង់ឲ្យខ្ញុំគង់ទៀបជាងលោកអញ្ចឹងលោកថាចេះលបងឯងបបួសមុននឹងតែមួយខែលបងឯងដឹងតែញាក់សាច់ហ្មងខ្ញុំថាមិនវិញលោកប្អូនប្រាប់កណាផងមើលលោកមួយលោកនិយាយជាមួយគ្នាកណាដៃគុណហ្នឹងហើយប្រាប់កណាផងមើលលបងគាត់នឹងមុននឹងមិនទាន់សងហើយណាទុំសងហើយហ្នឹងហើយមុននឹងបច្ច័យអតិកាឲ្យតែម៉ោង1ម៉ោង2ឡើងគឺដាស់ពីកកទាំងអស់ចុះមកដើម្បីពាត់សមាមុនហ្នឹងបើសិនជាលបងឯងនៅគឺខ្សែសមាពាត់ពេញកត់ហ្មងពេញមកអាគារកត់ហ្នឹងហ្មងសួរថាខាងក្រៅមិនបានអញ្ចឹងបើយប់ឡើងម៉ោង1ម៉ោង2ភ្លើងរហូតហ្នឹងភ្លើងខៀវភ្លើងសភ្លើងខៀវភ្លើងសចេញចូលកត់ក្បែរហ្នឹងជុំវិញហ្នឹងហ្មងពាត់ហ្មងអញ្ចឹងលោកនៅអត់កើតមានតែពាត់សមាញាក់សាច់ទេតែខ្ញុំគេងណែណាហើយបងឯងគិតតែប៉ុណ្្នេះថ្ងៃទី1ទៀតបងប្អូនឯងមកទឹកនេះមិនមួយទេដូចតែមកយប់ទៀតហើយថ្ងៃទី1សោះ6យប់ទៀតខ្ញុំបួសហ្នឹងក៏ចឹងដែរបងចាំសាច់រឿងដែរខ្ញុំប្រាប់ថាខ្មោចខ្ញុំខ្មោចផ្ទះខ្ញុំសង់លើភ្នូខ្មោចគេហ្នឹងហើយដូចគ្នាបងយប់ឡើងសឹងបែក្បាលបែប្រកេះទៅព្រះចឹងអញ្ចឹងណាចឹងបែប្រកេះទៅព្រះយប់ឡើងម៉ោង1ម៉ោង2គឺងើបមកអង្គុយងក់អញ្ចឹងហ្មងខ្ញុំនេះមើលទៅជ្រុងមួយដែលខ្ញុំដាក់អីវ៉ាន់នៅក្នុងកត់គឺងើបមកងក់មើលព្រឺហូសោះងើបមកទៀតងក់គឺមើលតែកន្លែងហ្នឹងអាផ្នែកហ្នឹងវាទាញទៅតែកន្លែងហ្នឹងណាគឺមានមនុស្សមិនអត់ដឹងថាណាគេគឺនៅអង្គុយនៅនឹងចាំមើលណាមិនដឹងថាណាគេ6យប់7ថ្ងៃគ្រប់ពេលអត់មានខានសំបីមួយយប់អត់ហ្មងគឺងើបមកអង្គុយងក់មើលទៅកន្លែងហ្នឹងហ្មងហើយខ្ញុំចង់ប្រាប់ថាចេះកន្លែងខ្ញុំគេងបើសិនខ្ញុំងើបមកអង្គុយងក់មើលទៅត្រង់ចេះវាមិនមែនទេគឺងើបមកអង្គុយងក់មើលទៅចេះយល់ទេពួកអត់ដៃនោះគឺជ្រុំហ្នឹងហើយយល់ហើយរបៀបអញ្ចឹងយប់ទី2ថ្ងៃទី2ដែលលោកប្អូនមកលេងនៅកត់ខ្ញុំលោកប្អូនថាចេះលបងកត់ហ្នឹងកត់បោះកណាតាមុនលបងមកអូយលោកបងមុនទៅវិញទៅលោកបងលោកប្អូនកោមកមុនមកទៅវិញទៅលោកបងកត់ហ្នឹងមុនហ្នឹងកត់បោះកណាតាមុនលបងមកលបងដឹងហេតុអីបានចៅអធិការឲ្យដាក់ប្រាស់នៅហ្នឹងអត់លបងអើយគ្មានសឹងបានទេរត់ពេញកត់ហ្នឹងយប់ឡើងរត់ពេញហ្នឹងហ្មងរត់គាត់លោកថារត់ពេញហ្នឹងហ្មងរហូតដល់លោកគ្រប់អង្គនៅអត់កើតរត់ជុំបរិវេណអគារហ្នឹងហ្មងនៅក្នុងបន្ទប់ហ្នឹងមិនសម័យតែរត់ដូចគ្រាប់ឃ្លីអញ្ចឹងរត់ចឹងលោកមានសង្ឃការអញ្ចឹងអញ្ចឹងទៅមកដាក់ប្រាស់ហ្នឹងលោកប្អូនលេងលោកបងមកមានហេតុការមួយទៀតខ្ញុំក៏សួរដែរថាលោកប្អូនជឿរឿងអមនុស្សអត់ជឿមានខ្មោចអត់ខ្វះអីពេលខ្លះកណាជួបចង់រយប់ហ្នឹងពេលខ្លះកណាហុកឈឺពោះត្រូវទៅដល់ឯងតិចគាត់ចម្លើយគាត់មួយឆ្ងាញ់ណាចង់និយាយតែចេះបងឯងយល់ទេក្នុងន័យមួយដែលថាចេះក្នុងនាមលោកបើសិនជាបដិជគុណមានសង្ឃនិកាមកកាន់បងឯងថាក្នុងលោកនេះគ្មានខ្មោចទេគាត់មិនចង់ឲ្យបងឯងភ័យទេបងលួងបាទគាត់នៅលួងទេអត់មានបដិជគុណអង្គណាដែលកំដរឆ្លងផុតតែចង់និយាយថាគាត់អាសំណួរដែលយើងសួរគាត់ឲ្យមកយើងមកគឺឆ្ងាញ់អ្វីដែលយើងចង់ដឹងហ្មងលោកថាចេះពេលខ្លះយប់ឡើងលោកត្រូវការដោះទុកសัตว์អញ្ចឹងខ្ញុំចង់ប្រាប់ទៅចេះកត់ខ្ញុំនៅនេះកត់ទាំងអស់នៅនេះហ្នឹងហើយប្រគុណដើរទៅ500ម៉ែត្រទៅដល់ប្រគុណកន្លះគីឡូដីត្រូវដើរកាត់ព្រៃកាត់វាលកាត់ព្រៃលោកថាចេះពេលដើរទៅដល់ហ្នឹងណាម៉ោង1ម៉ោង2យប់ហ្នឹងពេលពងដោះទុកសัตว์ហ្នឹងរត់ពេញដបោសាំងសៃលឺសំឡេងលោកគោះវិញលោកលឺថាអូកុំធ្វើកលអាត្មាឈឺពោះពោះខាងដែរ
ពីផាំងដែរ តដៃ តដៃតែប្រជាជនគ្រប់អង្គនៅវត្តអត់ខ្លាចកាមទេពូជប់ស៊ំហើយគាត់នៅពីមុខខ្ញុំមកទើបស្ដែងលោកអង្គើគាត់ អី លោកអង្គើគាត់ហ្មងផឹកព្រលឹមឡើងអញ្ចឹងជួបលោកក៏អាយុក្រុមខ្ញុំដែរអញ្ចឹងខ្ញុំថាលោកប្អូនមិនអីមុខស្លក់ម៉េះគាត់ថាអញ្ចឹងកណាយប់មិញគេមានបានសឹងមានបានណាសឹងអត់បានទេអង្គើគាត់ហ្មងដៃកូនអើយអង្គើគាត់ហ្មងបងគឺគាត់ហ្មងហើយពីថ្ងៃលោកម្ដងទៅជារឿងធម្មតារបស់លោកស្ដែងមែនតើមិនដែរអញ្ចឹងហើយតែខ្ញុំថាពេលដែលបួសនឹងមានរឿងច្រើនដែលកើតឡើងហើយសំបីខ្ញុំក៏ពិតទៅវាមានរឿងច្រើនទៀតឧទាហរណ៍ដូចយប់ឡើងខ្ញុំឈឺពោះខ្ញុំត្រូវការទៅម៉ោង10យប់ត្រូវការទៅល្ងឹតស្លុបកាន់7ប្រចាំងក្រឹបខ្ញុំធ្វើទស្សនភាពនឹងឲ្យមើលណាខ្ញុំដើរកាត់ក្រួយសាលាឆាន់ទៅបន្ទប់ទឹកហើយនេះមិនភ័យដើររាល់ថ្ងៃវាមិនអីវាចង្រៃអីតាថ្ងៃហ្នឹងក្នុងខួរក្បាលគឺអត់មានគិតរឿងខ្មោចអីទាំងអស់បងឯងដើរព្រឺខ្លួនខ្ញាក់អីវាខ្លួនអញ្ចឹងព្រឺឡើងកញែងមិនមែនកញែងអូមិនកញែងទៀតមិនមែនកញែងត្រូវបានថយក្រោយវិញអត់មានការទៅមុខអ្វីទាំងអស់ថយក្រោយវិញកាលនេះអញ្ចឹងប៉ុន្តែជារួមមកសាច់រឿងរបស់ខ្ញុំក្នុងការបួសហ្នឹងថាប៉ុណ្្នឹងចុះប៉ុន្តែសម្រាប់បងប្អូនដែលប្រុសបួសទៅព្រោះជាការ